នៅមហាអាណាចក្របាដ៏រុងរឿងលូរ៉ុនវ៉ាន់ឌីអាហ្គោធ្លាប់គ្រាន់តែជាស្រមោលអន្តការដែលរស់នៅក្រោមអំណាចបងប្រុសរបស់ខ្លួនគឺស្ដេចលីអូណាតប៉ុណ្ណោះរហូតដល់រាត្រីនៃវាសនាបានមកដល់គេបានប្រឡាក់ដៃដោយឈាមបងប្រុសបង្ការិតហើយដណ្ដើមយកបល្ល័ង្កដោយគ្មានការអាណិតអាសូរកងទ័ពកំណាចបានបោះសម្អាតនគរជិតខាងដោយព្យុះសង្ឃោរាបំផ្លាញលោកត្រឹមរយៈពេលប្រមាណឆ្នាំគេបានកសាងអាណាចក្រនរកមួយឡើងទីបំផុតគេបានឡើងគ្រងរាជ្យជាអធិរាជទី10នៃរាជវង្សថ្មីព្រះចៅអធិរាជលូរ៉ុនវ៉ាន់ឌីអាហ្គោភាពខូខៅឥតព្រំដែនរបស់គេធ្វើឲ្យពិភពលោកទាំងមូលញាប់ញ័ររហូតដល់ឈ្មោះរបស់គេត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រថាជាអធិរាជទុរយោក្លិននៃសេចក្តីស្លាប់ផ្សាយភាយជុលក្នុងសរសៃឈាមមនុស្សគ្រប់គ្នាមនុស្សម្នាបានត្រឹមតែខ្សឹបប្រាប់គ្នានៅក្នុងភាពងងឹត The storytelling is gentle, sentimental, and full of emotion, without exception. ដោយកែវភ្នែកពោពេញដោយភាពភ័យខ្លាចគេនិយាយថាគ្រាន់តែហ៊ានដកដង្ហើមខ្លាំងនៅចំពោះមុខគេក្បាលនឹងតែដាច់ធ្លាក់លើកម្រាលវិមាននេះក្រេកមុនពេលនិយាយចប់ប្រយោគទៅទៀតខាងក្រៅមើលតែស្ងប់ស្ងាត់តែធាតុពិតវាគឺជាការគ្រប់គ្រងបែបផ្ដាច់ការដែលធ្វើឲ្យមនុស្សស្ទើរតែដាច់ខ្យល់ស្លាប់ពាក្យចាក់ចាមអារ៉ាមល្បីថាសូម្បីតែស្ត្រីនិងកុមារក៏មិនត្រូវគេលើកលែងដែរហាក់ដូចជាក្នុងខ្លួនរបស់គេមានឈាមខ្មៅនៃបិសាចដែលត្រូវគេដាក់បណ្ដាមិនមែនជាមនុស្សឡើយ Floris ដែនដីនៃភាពសម្បូរសប្បាយនិងស្រស់បំព្រេងក៏មិនអាចគេចផុតពីក្រញាំដៃរបស់អធិរាជកំណាចដែរខណៈដែលភាពងងឹតកំពុងលេបត្របាក់ពិភពលោកនៅឯវាលស្រូវសាលីពណ៌មាសដែលរំលែងតាមខ្យល់មានរឿងរ៉ាវមួយផ្សេងទៀតកំពុងកើតឡើងនារីម្នាក់ដែលមានសក់ពណ៌ផ្កាយឈូកស្រស់ស្រាតដូចបុប្ផានាងញញឹមយ៉ាងស្រស់ស្រាយហើយឧទានថារដូវកាលនេះពិតជាអស្ចារ្យណាស់ទិន្នផលឆ្នាំនេះនឹងល្អលើសពីការរំពឹងទុកទៅទៀតនាងគឺណាតាលីយ៉ាវិញ្ញាណបរិសុទ្ធដែលស្រឡាញ់ធម្មជាតិជំនួយការរបស់នាងនិយាយទាំងភ្នែកភ្លឺថ្លាថាម្ចាស់កាស្ត្រីឆ្នាំនេះចំណែកដែលត្រូវថ្វាយអធិរាជគឺគ្រប់គ្រាន់ហើយទៀនណាតាលីយ៉ាតបដោយក្តីរំភើបថាខ្ញុំបារម្ភតាំងពីឆ្នាំមុនមកកម្លេះព្រោះស្ថានភាពមិនសូវល្អសោះប៉ុន្តែការដែលខ្ញុំមកមើលថែជារៀងរាល់ថ្ងៃទីបំផុតក៏ទទួលបានផលហើយនារាត្រីនោះក្រងពេលទទួលទានអាហារពេលល្ងាចយ៉ាងស្ងប់ស្ងាត់ស្រាប់ការងារដំណឹងមួយបោកបក់មកដោយរន្ទះសំឡេងស្រែកមួយបានធ្វើឲ្យវិមានទាំងមូលរង្គោះរង្គឺនាងស្ទុះក្រោបពីកៅអីដោយក្តីរន្ធត់តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទៅនាងឈរធឹងខួរក្បាលវិលវល់ដោយភៀវខ្ញុំនឹងហេមនុស្សដែលវង្វេងតែជាមួយស្មៅនិងរុក្ខជាតិคล้ายជាគូដណ្ដឹងរបស់អធិរាជភ្លាមបែបនេះឬគូដណ្ដឹងរបស់លូរ៉ិនឃាតករលោហិតដែលធ្វើឲ្យមនុស្សគ្រប់គ្នាញើជើងនឹងហ៎គឺមេដឹកនាំនៃអាណាចក្រនរកនឹងឬហេតុអ្វីត្រូវជាខ្ញុំក្នុងចំណោមស្ត្រីរាប់លាននាក់នៅលើលោកនេះគណៈកំពុងតក់ស្លុតសំឡេងរបស់ឪពុកនាងបន្លឺឡើងត្រជាក់ដោយតកកឯងគ្មានភាពថ្លៃថ្នូរដូចបងស្រីឌីអនរបស់ឯងសោះមិនគួរឲ្យជឿថាគេជ្រើសរើសមនុស្សដូចឯងពាក្យសម្ដីនោះមុតស្រួតដោយកំបិតប្រហែលជាគេច្រឡំឈ្មោះទេដាំងប៉ុន្តែទៅសាក់លបងក៏មិនខាតអីដែរនាងបិទភ្នែកទទួលយកការឈឺចាប់ពាក្យសម្ដីទាំងនោះចាក់ទម្លោះបេះដូងនាងត្រូវហើយខ្ញុំមិនចេះចូលរួមពិធីជប់លៀងហើយចូលចិត្តដីភុកជាងសូត្រល្អឯកតែការប្រៀបធៀបខ្ញុំជាមួយបងឌីអនវាពិតជាឈឺចាប់ណាស់ឌីអនបងស្រីម្ដាយទីទេរបស់នាងញញឹមយ៉ាងខ្លាំងក្លាយហើយនិយាយថាអបអរសាទរណាស់ពងស្រីតតទោះបីជាគ្រាន់តែជាបែកខាប់ហេបក៏ដោយវាជាកិត្តិយសដ៏អស្ចារ្យណាស់ឆាប់ទៅជួបគេទៅ
មុនពេលគេដេញថាវាគ្រាន់តែជាកំហុសដ៏គួរឲ្យអស់សំណើចមួយ សម្ដីរបស់នាងពោពេញដោយការចំអកម្ដាយជុងរបស់នាងរូមីលៀជូតដៃយ៉ាងត្រជាក់ហើយបញ្ជាដាច់ណាត់ថាអធិរាជចង់ជួបនាងឥឡូវនេះមិនថាដោយសារមូលហេតុអ្វីក៏ដោយឈប់ប្រឡាក់ខ្លួនជាមួយរុក្ខជាតិកខ្វក់ទាំងនោះហើយទៅរៀបចំខ្លួនភ្លាម ណាតាលីយ៉ាបានត្រឹមតែអោនក្បាលចុះចាញ់ចាប្រហែលជាការคลายជាអធិរាជនីប្រសើរជាងនៅក្រមុំចាស់ដែលកប់ក្បាលក្នុងដីពេញមួយជីវិតនាងព្យាយាមលួងលោមខ្លួនឯងស្រាប់តែបងស្រីរបស់នាងហៅនាងដោយទឹកដុំសំឡេងដ៏ចម្លែកណាតាលីយ៉ាធ្វើដំណើរដោយសុវត្ថិភាពណាថែរក្សាសុខភាពខ្លួនឯងឲ្យល្អផងប្រយោគនោះបានដាក់ការចងចាំដ៏រន្ធត់មួយណាតាលីយ៉ាកាំងនៅមួយកន្លែងពាក្យចចាមអារ៉ាមតាំងនោះត្រូវហើយគ្រប់បេក្ខភាពអធិរាជនីមុនសុទ្ធតែត្រូវបានសម្លាប់យ៉ាងខុសខើមុខរបស់នាងស្លេកស្លាំងភាពភ័យខ្លាចចូលមកគ្រប់ដណ្ដប់នេះជារឿងពិត ខ្ញុំកំពុងតែធ្វើដំណើរទៅរកសេចក្តីស្លាប់តើខ្ញុំច្បាស់ជាត្រូវគេសម្លាប់មិនខានខ្ញុំត្រូវតែអង្វរគេសូមធ្វើជាអ្នកថែសួនជំនួសវិញនេះជាផ្លូវរស់តែមួយគត់ក្រោយធ្វើដំណើរអស់រយៈពេល10ថ្ងៃរទេះសេះក៏បានឈប់អ្នកបើកបរប្រកាសដោយសំឡេងខ្លាំងៗថាយើងបានមកដល់គោលដៅហើយនៅចំពោះមុខនាងគឺវិមានប៊ីអូវ៉ាដ៏មហិមាដែលបញ្ចេញនូវអំណាចនិងភាពរុងរឿងគួរឲ្យខ្លាចណាតាលីយ៉ាឈរភ្លៀងផ្លាត់ជើងទាំងពីររឹងដូចថ្មស្រាប់តែមានអ្នកបម្រើម្នាក់សក់ពណ៌ប្រាក់បង្ហាយខ្លួនហើយអោនគំនាបយ៉ាងគោរពសូមអញ្ជើញរងចាំនៅសាលទទួលភ្ញៀវសិនទៀនដើម្បីរៀបចំការចូលគាល់ចានាងសម្លឹងមើលជុំវិញកន្លែងដែលពោពេញដោយក្លិននៃអំណាចនិងភាពសោកសៅញើសត្រចៀកចាប់ផ្ដើមហូរ តើពួកគេច្បាស់ហើយឬមិនមានការយល់ច្រឡំទេអេសខ្ញុំខំស្លៀកពាក់ឈុតដែលស្អាតបំផុតមកពី Floris ហើយប៉ុន្តែនៅទីនេះនាងមានអារម្មណ៍ថាតូចទាបខ្លាំងណាស់ភ្លាមនោះទ្វារក៏បើកឡើងក្រុមអ្នកបម្រើបានចូលមកជាមួយសម្លៀកបំពាក់ដ៏ស្រស់ស្អាតលើសពីកាយស្មានដោយសារការជួបនេះបន្ទាន់ពេកពួកយើងបានរៀបចំឈុតនេះសម្រាប់យកនាងណាតាលីយ៉ាហៅជើងធ្លាក់ចង្ការពេលឃើញឈុតនោះនាងស្ទើរតែដួលសន្លប់ដោយសារភាពស្រស់ស្អាតរបស់វាព្រះអើយនេះពិតជាអស្ចារ្យណាស់ដៃដ៏ជំនាញជាច្រើនចាប់ដើមតុបតែងឲ្យនាងត្រឹមមួយប៉ព្រិចភ្នែកណាតាលីយ៉ាបានប្រែខ្លួនពីក្មេងស្រីស្រុកស្រែទៅជាព្រះនាងដ៏ស្រស់សោភាសាក់ត្រូវបានរៀបចំយ៉ាងល្អឥតគប់នាងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ស្ទើរតែមិនជឿថាជារូបនាងស្នាមញញឹមដ៏សោកសៅមួយបាំងលេចឡើង Gently, sentimentally, and full of emotion, without exception. នាងរអ៊ូទាំងជូរចត់ក្មេងសារីដែលធំធាត់ក្នុងវាលស្រែដោយខ្ញុំគ្មានរាសីតែស័ក្តិសមនឹងឈរនៅចំពោះមុខអធិរាជឡើយខណៈនាងកំពុងលងក្នុងគំនិតនៅបន្ទប់រងចាំវឹបទ្វារត្រូវបានរុញបើកយ៉ាងខ្លាំងនរណាម្នាក់ដែលមិនស្គាល់មុខបានដើរចូលមកយ៉ាងលឿនដូចខ្យល់គេចូលមកគៀកនាងហើយភាពត្រជាក់នៃលោហៈក៏បានប៉ះនឹងករបស់នាងគឺកំបិតខ្លីនាងបំរុងនឹងងាកទៅមើលប៉ុន្តែសំឡេងដ៏មុតស្រួចមួយបានស្រែកបញ្ជាគុំកំរើកហាមងាកមកដាច់ខាតនាងគួចចិញ្ចាមដោយការភ្ញាក់ផ្អើលទាំងភ័យខ្លាចសំឡេងនេះមិនមែនជាសំឡេងឃាតករអាជីពទេតែវាជាសំឡេងក្មេងនាងគេចពីមុខកំបិតត្រឹមមួយប៉ព្រិចភ្នែករួចបង្វិលខ្លួនតបតវិញយ៉ាងរហ័សដូចភ្លេចបន្តប៉ុន្តែកែវភ្នែកនាងត្រូវបើកធំដោយការភ្ញាក់ផ្អើលព្រោះអ្នកដែលឈរនៅចំពោះមុខមិនមែនជាឃាតករអាជីព
តែជាក្មេងប្រុសតូចមួយរូបទៅវិញ ក្មេងនេះមានអាយុប្រហែល9 ឬ 10 ឆ្នាំប៉ុណ្ណោះទោះបីជារាងកាយញ័រទៅត្រើកតែកែវភ្នែករបស់គេឆេះសន្ធៅដោយការតាំងចិត្តខណៈជុងកំបិតតម្រង់មករកនាងហើយនៅក្បែរនោះក៏មានក្មេងទូចម្នាក់ទៀតដែលកំពុងតោងជើងខោបងប្រុសយ៉ាងណែនដោយក្តីភ័យខ្លាចក្មេងទាំងពីរចង់ចិញ្ចៅដាក់នាងដោយក្រសែភ្នែកពោពេញទៅដោយការប្រុងប្រយ័ត្ននិងការពារខ្លួនយ៉ាងតឹងរឹងប្រៀបបាននឹងកូនតោមួយគូដែលកំពុងការពារគ្នាពីគ្រោះថ្នាក់ក្មេងប្រុសជាបងក្តាប់អាវុធក្នុងដៃកាន់តែខ្លាំងរួចតម្រង់មុខកំបិតដ៏មុតស្រួយនោះមករកណាតាលីព្រមទាំងបន្លឺពាក្យព្រមានដ៏ត្រជាក់ស្រេបដោយទឹកកកថាប្រសិនបើអ្នកមានបំណងចង់ក្លាយជាម្ដាយរបស់ពួកយើងអ្នកត្រូវតែនិយាយពាក្យមួយម៉ាត់ឲ្យបានត្រឹមត្រូវជាមុនសិនណាតាលីឈរគាំងមួយសន្ទុះគួរក្បាលចាប់ផ្ដើមវិលវល់ជាមួយនឹងសំណួរថាតើពាក្យមួយម៉ាត់នោះជាអ្វីទៅពេលឃើញនាងស្ងៀមស្ងាត់ក្មេងប្រុសក៏កាន់តែខឹងសម្បាគេបន្ទាបសំឡេងប្រែជាការគំរាមគំហែងដ៏គ្រោះថ្នាក់បើគ្រាន់តែរឿងនេះក៏អ្នកមិនបឹងផងនោះអ្នកគ្មានសិទ្ធិមកធ្វើជាម្ដាយរបស់ពួកយើងឡើយណាតាឡាស្រឡាំងកាំងជាខ្លាំងនាងគិតក្នុងចិត្តទាំងងឿងឆ្ងល់ថាខ្ញុំមិនយល់សោះថាគេកំពុងនិយាយពីស្អីហើយតាមពិតទៅខ្ញុំក៏មិនបានមកទីនេះដើម្បីដើរតួជាម្ដាយដែរនាងសម្រេចចិត្តនិយាយការពិតខ្ញុំមកទីនេះព្រោះតែឃើញពួកឯងបាត់ខ្លួនភ្លាមប៉ុន្តែមិនតាន់ទាំងនិយាយចប់ផងបរិកាក៏ប្រែប្រួលស្នូជើងធ្ងន់បន្លឺឡើងបំបែកភាពស្ងៀមស្ងាត់លោរងដាវចូលមកជាមួយនឹងអំណាចរួចសួរដោយសំឡេងរឹងកំព្រឺថាតើពួកឯងកំពុងធ្វើអ្វីនៅទីនេះក្មេងប្រុសភ្ញាក់ក្រញាំងរួចងាកទៅក្រៅដោយសំឡេងខ្សៅលោកប៉ាណាតាលីបើកភ្នែកធំដោយការតក់ស្លុតទើបនាងដឹងខ្លួនថាបរិសដ៏សង្ហានិងគួរឲ្យខ្លាចម្នាក់នេះគឺជាអធិរាជដោយផ្ទាល់លោរងសំលឹងមើលកូនប្រុសមួយផ្លែតហើយពេលដែលខ្សែភ្នែកគាត់ប៉ះនឹងកំបិតខូនដៃក្មេងតូចគាត់មិនបាននិយាយអ្វីច្រើនឡើយតែបែរជាដៅសំដៅមកកាន់នាងជាមួយនឹងរស្មីនៃអំណាចសង្កត់សង្កិនរួចសួរដោយសំឡេងទាបដែលពោពេញដោយការចោទប្រកាន់ថាជួបគ្នាលើកដំបូងអ្នកក៏បង្កបញ្ហាទៅហើយឬនាងមិនបានតបតភ្លាមទេតែបានត្រឹមបិទភ្នែកនិងខំបបោមាត់សង្កត់ចិត្តគាត់ប្រហែលជាគិតថាពួកយើងមិនត្រូវគ្នាទេមើលទៅទាំងឯខ្មុំទើបតែមកដល់សោះក្នុងនាមជាអនាគតគូដណ្ដឹងការមើលថែក្មេងៗទាំងនេះគឺជាកាតព្វកិច្ចរបស់ខ្ញុំមិនមែនឬខណៈដែលណាតាឡាកំពុងរៀបចំពាក្យពេចន៍ដើម្បីបញ្យល់លោរងក៏កាត់សម្ដីនាងដោយភាពត្រជាក់ចិត្តថាមិនបាច់ខ្វល់ពីពួកគេទេខ្ញុំមិនបានហៅអ្នកមកទីនេះដើម្បីឲ្យមកធ្វើជាម្ដាយរបស់ពួកគេឡើយពាក្យសម្ដីនេះប្រៀបដូចជារន្ទះបានចំកណ្ដោលចិត្តក្មេងទាំងពីរមិនហ៊ានតវ៉ាហើយក៏មិនហ៊ានយល់ស្របពួកគេបានត្រឹមតែឈរស្ងៀមត្រឹងជាមួយនឹងក្រសែភ្នែកដែលលិចលង់ក្នុងភាពសោកសៅហាក់កំពុងថ្លឹងថ្លែងអារម្មណ៍ឈឺចាប់នៅក្នុងបេះដូងដ៏តូចរបស់ពួកគេណាតាឡាឈររឹងខ្លួននៅនឹងកន្លែងដោយភាពទុកស្លុតនាងលួចសម្លឹងមើលក្មេងទាំងពីរដោយអារម្មណ៍ដែលឈឺចាប់ស្ទើរតែប្រែបែកទ្រង់នាងលាន់មាត់ក្នុងចិត្តថាងារជាអធិរាជដ៏ខូខៅពិតជាស័ក្តិសមនឹងគាត់ណាស់សូម្បីតែឈាមថារបស់ខ្លួនឯងក៏គាត់មិនផ្ដល់ក្តីមេត្តាឲ្យដែរទោះជាគាត់បញ្ជាឲ្យខ្ញុំមិនបាច់ខ្វល់ប៉ុន្តែនៅពេលរៀបការហើយពួកគេនឹងក្លាយជាគ្រួសាររបស់ខ្ញុំនឹកឃើញដល់លក្ខខណ្ឌរបស់ក្មេងប្រុសនោះនាងក៏សម្រេចចិត្តធ្វើអ្វីមួយប្រសិនបើអ្នកចង់ក្លាយជាម្ដាយពាក្យនេះបន្លឺឡើងក្នុងក្បាលនាងណាតាលីក្តាប់ដៃយ៉ាងមុតមមរួចនិយាយដោយសំឡេងស្ងប់ស្ងាត់តែដាច់ខាតថាលោកម្ចាស់តូចលីវីអូសូមមេត្តាទុកកំបិតនោះចុះ
វាមិនសមរម្យទេដែលបែរជុងអាវុធដាក់អ្នកដទៃក្នុងការជួបគ្នាលើកដំបូងបែបនេះ មិនថាបំណងរបស់អ្នកល្អយ៉ាងណាការធ្វើឲ្យអ្នកដទៃឈឺចាប់តាមរបៀបនេះគឺជាទង្វើខុសឆ្គងបំផុត Livio តបវិញទាំងមុខរឹងថានេះអ្នកចង់មកប្រដៅខ្ញុំឥឡូវនេះមែនទេ លោរ៉ាំងឈើមើលហេតុការណ៍នេះដោយស្ងៀមស្ងាត់ ទឹកមុខរបស់គាត់រឹងកំព្រឹសមួយសន្ទុះមុននឹងបិទភ្នែកហើយបញ្ជាដោយសំឡេងដាច់ណាត់ Livio ដាក់វាចុះជាបន្ទាន់ក្មេងប្រុសគ្មានជំរើសក្រៅពីគោរពតាមទាំងចិត្តមិនចង់បាទ គ្រាន់តែកំបិតចូលក្នុងស្រោងភ្លាមណាតាលីក៏ធ្វើរឿងដែលគ្មាននរណានឹកស្មានដល់នាងលូកដៃទៅអង្អែលក្បែរក្មេងប្រុសនោះដោយក្តីអាណិតនិងទន់ភ្លន់បំផុតធ្វើឲ្យគេងើបមុខសម្លឹងមើលនាងទាំងភ្ញាក់អាលឡូរ៉ង់ក៏បំបែកភាពស្ងៀមស្ងាត់ដោយសំណួរថាការស្វាគមន៍នេះដូចជាព្រៃផ្សៃបន្តិចហើយមែនទេ ណាតាលីយ៉ាប្រញាប់បដិសេធទាំងស្នាមញញឹមពាណិជ្ជកម្មទេមិនអីនោះទេវាជាកិត្តិយសសម្រាប់ខ្ញុំដែលបានជួបលោកប៉ុន្តែក្នុងចិត្តនាងកំពុងតែស្រែកថាគ្រាន់តែគេចពីមុខដៅរបស់អធិរាជវាពិបាកណាស់ទៅហើយឥឡូវត្រូវមកប្រជុំមុខនឹងក្មេងៗទាំងនេះទៀត Livio អាចនឹងរឹងរួសបន្តិចមែនតែប្រហែលជាអាចនិយាយគ្នាបានចំណែកឯរ៉ាន់ដាតគេគ្រាន់តែជាទីរកដែលមិនទាន់ទាំងចេះដើរតាមិនគួរឲ្យជឿសោះថាក្មេងប៉ុណ្ណឹងហ៊ានដកដាវដាក់ខ្ញុំ ខ្ញុំត្រូវតែយកឈ្នះចិត្តពួកគេឲ្យបានទោះក្នុងតម្លៃណាក៏ដោយខណៈដែលឡូរ៉ង់កំពុងសម្លឹងមើលនាងដោយកែវភ្នែកដ៏មុតស្រួយ ស្រាប់តែអាល្អិតតូចរ៉ាន់ដាតផ្ទុះសំណោតយំកងរំពងឡើងដោយគ្មានសញ្ញាប្រាប់មុន Livio សួរទាំងភ័យស្លិនស្លមានរឿងអីនឹងរ៉ាន់ដាត ប៉ុន្តែសំណួរនោះបែរជាធ្វើឲ្យក្មេងតូចស្រែកយំកាន់តែខ្លាំងឡើង Livio ប្រញាប់ប៊ីប្អូនឡើងដើម្បីលួងលោមកុំយំអីណាក្មេងល្អតែទឹកភ្នែកនៅតែហូរដូចទឹកបាក់ទម្លប់ទើបណាតាលីចូលមកអន្តរាគមន៍ភ្លាមប្រហែលជាគេធុញថប់នឹងបរិយាកាសនៅទីនេះហើយមកនាំគេទៅមើលទេសភាពនៅមាត់បង្អួចឡតេ Livio ហិចប្អូនឲ្យនាងទាំងស្តាក់ស្ទើព្រមទាំងមុខក្រញូសាកឡមើលទេខ្ញុំមិនខត់ទេ The storytelling is gentle, sentimental, and full of emotion, without exception. តែខ្ញុំហ៊ានភ្នួលថាគេនឹងស្រែកខ្លាំងជាងមុនមិនខានគ្រាន់តែនាងទទួលគេមកបីក្នុងដៃភ្លាមនាងបើកភ្នែកធំហើយលន់មាត់ដោយតក់ស្លុតថាហ៎ព្រោះមួយវិនាទីបន្ទាប់សំឡេងខ្ញុំដ៏កងរំពងបានផ្ទុះឡើងរិញជួយពេញបន្ទប់ធ្វើឲ្យបេះដូងនាងស្ទើរតែធ្លាក់ដល់ដីណាតាឡាឈររឹងខ្លួនដូចរូបចម្លាក់នាងហាមាត់ដោយភាពភ័យស្លន់ស្លោហើយស្រែកក្នុងចិត្តថាគួរតែប្រាប់ឲ្យលឿនជាងនេះបន្តិចទៅអាលិត Livio ភ្លាមនោះខ្សែភ្នែកនាងងាកទៅឃើញថូផ្កានៅលើតុនាងក៏សួរយ៉ាងប្រញាប់ថាសំទោសតើខ្ញុំអាចខ្ចីរបស់នេះមួយផ្លេតបានទេនាងបេះស្លឹកឈើពណ៌បៃតងមួយសន្លឹកយ៉ាងរហ័សហើយមូលវាដោយជំនាញឲ្យคล้ายជាកញ្ចែរួចខ្សឹបដាក់ក្មេងតូចថារ៉ាន់ដាតមើលមកនេះមកបន្ទាប់មកនាងក៏ផ្លុំវាថ្នមបន្លឺជាសំឡេងតន្ត្រីដ៏ពីរោះរងំសំឡេងយំក៏ស្ងាត់ឈឹងដូចគេបិទគុំតាហើយជំនួសមកវិញដោយស្នាមញញឹមដ៏គួរឲ្យស្រឡាញ់នៅលើផ្ទៃមុខក្មេងតូចធ្វើឲ្យ Livio សម្លឹងមើលទិដ្ឋភាពនេះដោយកែវភ្នែកបើកធំស្ទើរតែមិនជឿនឹងភ្នែកណាតាឡាប្រកាសដោយជ័យជំនះនិងក្តីរីកកាយថាគេឈប់យំហើយនេះជាល្បិចពិសេសដែលម៉ាក់របស់ខ្ញុំបានបង្រៀនតាំងពីក្មេងមកម្ល៉េះរឿងនេះកើតឡើងយូរណាស់មកហើយបើអ្នកប្រុសតូច Livio ចង់បាននាងនិយាយទាំងញញឹមដៃលូកបេះស្លឹកឈើតែភ្លាមនោះចលនារបស់នាងក៏គាំងស្ងក់រាងកាយរឹងស្ទុកសំឡេងធ្ងរដែលការឈឺចាប់បន្លឺឡើងតិច
ឡូរ៉នដែលតាមសម្លឹងនាងមិនដាក់ភ្នែកទឹកមុខប្រែជាបារម្ភភ្លាមមានរឿងអីកើតអីមែនទេនាងលើកបំរាមដៃឡើងឆ្លើយទាំងសំលៀងញញថាសុំទោសផងចាខ្ញុំគិតថាកែមស្លឹកឈើមុតដៃខ្ញុំបន្តិចហើយគេមិនបង្អែបង្អង់យូរក៏ស្ទុះចូលទៅចិត្តចាប់ដៃនាងជាប់ឲ្យខ្ញុំមើលបន្តិចគេនិយាយយ៉ាងម៉ឺងម៉ាត់តែពោពេញដោយភាពទន់ភ្លន់គ្រាន់តែម្រាមដៃគេប៉ះលើមុខរបួសតូចនោះភ្លាមនោះភ្នែករបស់គេបើកធំដោយការភ្ញាក់អើលភាពតក់ស្លុតមួយបានវាយប្រហារចូលកណ្ដឹងគំនិតគ្រាន់តែប៉ះឈាមនាងបន្តិចក៏មានប្រតិកម្មខ្លាំងដល់ថ្នាក់នេះសភាវគតិក្នុងមិនខុសទេស្ត្រីម្នាក់នេះមានធម៌ពលពិសេសឡូរ៉ង់សម្លឹងមើលនាងយ៉ាងជ្រៅហាក់ដូចជាលងក្នុងភាពងឿងឆ្ងល់ណាតាលីយ៉ាភ័យស្លន់ស្លោក៏ប្រញាប់ដៃមកវិញតែមិនទាន់ទាំងបានថយផងគេក៏ឈានជើងចូលមួយជំហានរួចចាប់ដៃនាងជាប់ម្ដងទៀតកែវភ្នែកដ៏មុតស្រួយសម្លឹងមើលនាងមិនដាហាក់ចង់ទម្លុះដល់ព្រលឹងនិងស្ដាប់គ្រប់ចង្វាក់បេះដូងរបស់នាងបន្ទាប់មកគេក៏សម្លឹងចុះក្រោមយឺតក្នុងវិនាទីនោះការជឿជាក់ដ៏រឹងមាំមួយបានកើតឡើងក្នុងចិត្តគេមិនអាចខុសទេនេះហើយគឺជាធម៌ពលដែលខ្ញុំតាមរកអស់មួយជីវិតលីវីយ៉ូនិងរីនដឺតឈើមើលហេតុការណ៍នោះដោយការភ្ញាក់អើលចំហមាត់ពួកគេមិនយល់ទាល់តែសោះថាមានរឿងអីកើតឡើងភ្លាមនោះឡូរុនងាកមកបញ្ជាដោយសំឡេងត្រជាក់ដូចទឹកកកលីវីយ៉ូនាំរីនដឺតត្រឡប់ទៅបន្ទប់វិញភ្លាមក្មេងប្រុសងក់ក្បាលដោយការគោរពបាទលោកពូគ្រាន់តែទ្វារបិទជិតភ្លាមឡូរុនក៏បដូរសំឡេងនិយាយយ៉ាងទន់ភ្លន់ខុសពីមុនសំទោសខ្ញុំធ្វើឲ្យនាងឈឺដោយមិនដឹងខ្លួនណាតាឡាគៀងមើលកន្លែងរលកនៃភាពច្របូកច្របល់បានបោកក្នុងចិត្តនាងគាត់ភ្លឹកមួយសន្ទុះតើមកពីខ្ញុំធ្វេសប្រហែសឬល្ងងខ្លៅពេកទៅដឹងនាងគិតទាំងបារម្ភរួចប្រញាប់តបមិនអីទេលោកម្ចាស់ឈាមនាងឈូបហូរឆាប់នេះហើយប៉ុន្តែសូមមេត្តាលោកឡូរុនតើលោកអាចលែងដៃខ្ញុំបានទេនាងអោនមុខចុះដោយក្តីខ្មាស់ស្អៀនរួចបន្ថែមខ្ញុំសុំទោសយ៉ាងខ្លាំងបើខ្ញុំបង្កការរំខានដល់លោកវាជាកិត្តិយសណាស់ដែលបានក្លាយជាគូដណ្ដឹងលោកប៉ុន្តែកាយវិការខ្ញុំមិនស័ក្តិសមជាព្រះនាងពិតប្រាកដឡើយហើយខ្ញុំខ្លាចធ្វើឲ្យលោកអាម៉ាស់មុខគាត់កាត់សម្ដីយ៉ាងម៉ឺងម៉ាត់ខ្ញុំមិនដែលគិតចង់ឲ្យនាងខ្លាចជាការចម្លងនៃពួកព្រះនាងទាំងនោះឡើយនាងស្រឡាំងកាំងនឹងចម្លើយនោះសំណួរជាច្រើនបានវិលវល់ក្នុងក្បាលបើគាត់មិនរំពឹងឲ្យខ្ញុំធ្វើខ្លួនដោយព្រះនាងចុះហេតុអ្វីគាត់ជ្រើសរើសខ្ញុំឈប់សិនឬមួយគាត់ជាប់ចិត្តនឹងសម្រស់របស់ខ្ញុំហាក់ដូចជាអានចិត្តនាងបានធ្លុះធ្លាយឡូរ៉នប្រញាប់បដិសេធភ្លាមហើយខ្ញុំក៏មិនមែនជ្រើសរើសនាងព្រោះតែមុខមាត់ដែរនាងបើកភ្នែកធំទាំងភ្ញាក់អោមិនក៏គាត់បដិសេធរឿងដែលនាងមិនតាន់តែនិយាយផង The storytelling sentimental and full of emotion without exception បើមិនមែនមុខមាត់ទេតាអាចមកពីមិនតាន់ទាំងគិតចាប់ផងសំឡេងគាត់ក៏កាត់ចង្វាក់ម្ដងទៀតហើយក៏មិនមែនព្រោះតែរាងកាយនាងដែរនាងឆ្លើយទាំងរអាក់រអួលយល់ហើយប៉ុន្តែក្នុងចិត្តនាងកំពុងតែស្រែកខ្ញុំដឹងហើយខ្ញុំមិនមែនជាស្រីស្អាតដែលគេសរសើរពេញចក្រភពនោះទេខ្ញុំមិនមែនជាប្រភេទនោះឡើយចុះមូលហេតុពិតជាអ្វីមិនតន់រកចម្លើយឃើញផងគាត់ក៏ដកដៃចេញភ្លាមខ្ញុំសុំទៅសិនហើយខ្ញុំចង់រៀបចំពិធីជប់លៀងផ្លូវការក្នុងពេលឆាប់ដើម្បីណែនាំនាងដល់អ្នករាល់គ្នានាងឆ្លើយទាំងភ័ន្តភាំងចាលោកម្ចាស់គាត់ចាក់ចេញទៅដោយមិននិយាយអ្វីទៀតទុកឲ្យនាងវេវល់ក្នុងព្យុះនៃចម្ងល់ណែនាំតើគាត់ចង់ប្រកាសថាខ្ញុំជាគូដណ្ដឹងផ្លូវការមែនទេ
ហេតុអ្វីក៏ប្រញាប់ម្ល៉េះក្នុងពេលនោះដែរនៅតាមច្រករបៀងមិនឆ្ងាយពីបន្ទប់លីវីអូឈរថ្មឹងក្រែងពីលួចស្ដាប់គ្រប់ពាក្យសម្ដីខ្សែគំនិតរបស់គេបានផ្អាកមួយសន្ទុះ ភ្នែករបស់គេបញ្ចេញពន្លឺពីស្ពុលបែបក្មេងៗគ្រាន់តែនាងលួងលោមរិនដឺតមាត់ម្ដង គុំសង្ឃឹមថាគ្រីមនឹងទទួលស្គាល់នាងជាម៉ាក់អុយសោះតោះតើរីនដេតបើនាងចង់ដើរតួជាម្ដាយ ខ្ញុំនឹងបង្រៀននាងថាផ្លូវមករកពួកយើងគឺពោរពេញដោយបន្លាក្មេងតូចឆ្លើយតបទាំងមិនច្បាស់ដាមួយសន្ទុះក្រោយមក ណាតាលីយ៉ាអោនគោរពឡូរ៉ុនម្ដងទៀតយ៉ាងទន់ភ្លន់ខ្ញុំសុំទោសរឿងមុននេះម្ដងទៀតហើយចំពោះរឿងពិធីជប់លៀងនាងមិនទាន់ទាំងបាននិយាយចប់ប្រយោគផងលូរុនក៏កាត់សម្ដីនាងជាមួយនឹងការប្រកាសដ៏រន្ធត់មួយថាខ្ញុំចង់កំណត់ថ្ងៃភ្ជាប់ពាក្យជាផ្លូវការឲ្យបានឆាប់បំផុតនាងបើកភ្នែកធំធំសឹងតែលលៀមក្បាលចិនមកក្រៅព្រោះតែភាពភ្ញាក់ផ្អើលហើយគិតក្នុងចិត្តថាចុះមិនមែនខ្ញុំគ្រាន់តែជាបែកភាពម្នាក់ទេឬហេតុអ្វីក៏លឿនដោយព្យុះបែបនេះប៉ុន្តែគេមិនខ្វល់នឹងមុខមាត់ស្លេកស្លាំងរបស់នាងទេថែមទាំងបញ្ជាដោយសំឡេងមាំថាទៅរកមើលការបរិច្ឆេទដែលលឿនបំផុតឲ្យខ្ញុំញាក់បំរើសក់ពណ៌ប្រាក់ប្រញាប់អោនក្បាលទទួលបញ្ជាភ្លាមដោយគ្មានការស្តាក់ស្ទើរទទួលបញ្ជាព្រះអង្គណាតាលីមានអារម្មណ៍ថាដូចជាកំពុងតែត្រូវបានចិញ្ចៀងគៀកពេលមួយដង្ហឹងសម្ពាធនេះធ្វើឲ្យនាងដកដង្ហើមសឹងមិនរួចខ្ញុំស្មានថាគេនឹងសាក់លបងសមត្ថភាពខ្ញុំសិនព្រោះខ្ញុំគ្រាន់តែជាតួជំនួសតានាងក៏ហៅគេដោយសំឡេងញញលោកគេងាកមកសម្លឹងនាងដោយខ្សែភ្នែកមុតស្រួចមានការអីនាងសួរទាំងភ័យតក់ស្លុតតើលោកពិតជាពេញចិត្តនឹងជ្រើសរើសខ្ញុំមែនឬលូរុនជ្រួញចិញ្ចើមដោយភាពមើងម៉ាត់ហើយតបថាខ្ញុំហៅនាងមកគឺដើម្បីរឿងនេះនាងដឹងតែថាមាតុភូមិនាងនឹងជួបមហន្តរាយកម្រិតណាបើនាងហ៊ានបដិសេធខ្ញុំខ្លួនរបស់ណាតាឡាយញើចម្រកប់ដោយសារតែពាក្យគំរាមកំហែងដោយបង្កប់នៃនោះនាងគិតក្នុងចិត្តទាំងភ័យខ្លាចថាពាក្យចចាមអារាមពិតជាត្រឹមត្រូវមែនសម្ពាធរបស់គេគួរឲ្យខ្លាចណាស់នេះបើសិនជាខ្ញុំធ្វើខុសតែបន្តិចក្បាលនឹងត្រូវឃ្លាតពីខ្លួនមែនទេខ្ញុំត្រូវតែប្រយ័ត្នឲ្យមែនទែនហើយបន្ទាប់មកនាងក៏សួរដោយសំឡេងខ្សៅៗថាព្រះអង្គតើខ្ញុំត្រូវរៀបចំអ្វីខ្លះសម្រាប់ពិធីភ្ជាប់ពាក្យនេះភាពស្ងៀមស្ងាត់គ្របដណ្ដប់មួយសន្ទុះហាក់ដូចជាពេលវេលាត្រូវបានបង្កប់បន្ទាប់មកសំឡេងដ៏ជ្រាលជ្រៅនិងពោរពេញដោយអំណាចរបស់គាត់បានបន្លឺឡើងថានាងមិនចាំបាច់ធ្វើអ្វីទាំងអស់ខ្ញុំបានរៀបចំគ្រប់យ៉ាងរួចរាល់ហើយមានរឿងតែមួយគត់ដោយនាងត្រូវបំពេញនាងបើកភ្នែកធំដោយការចង់ដឹងហើយសួរដោយក្លាហានថាតើវាជាអ្វីទៅគាត់ឆ្លើយតបដោយភាពជឿជាក់និងទឹកមុខត្រជាក់ថាស្បត់ស្ម័គ្រស្មោះនឹងថើបខ្ញុំនៅចំពោះមុខមនុស្សគ្រប់គ្នាគ្រាន់តែឮពាក្យទាំងនេះភ្លាមផ្ទៃមុខរបស់នាងឡើងក្រហមដូចផ្លែប៉ោមហាក់ដូចជាឈាមទាំងអស់បានហូរទៅកាន់ខួរក្បាលរបស់នាងកក់ស្អាតដោយភាពតក់ស្លុតហើយស្រែកក្នុងចិត្តទាំងក្តៅក្រហាយថាស្អីគេនេះមានន័យថាខៀមត្រូវធ្វើព្រះចៅអធិរាជឬពាក្យសម្ដីរបស់ Lauren បានបន្លឺឡើងក្នុងគំនិតរបស់នាងម្ដងហើយម្ដងទៀតដូចជាសរស័ព្ទនៃផ្គរលន់ពាក្យសច្ចានិងការថោបនៅចំពោះមុខហ្វូងមនុស្សនាងសឹងទាំងដាច់ខ្យល់ដោយសារតែគំនិតដ៏ឆ្កួតលីលានេះថោបអធិរាជមិនអីទេព្រោះថាយើងនឹងក្លាយជាប្តីប្រពន្ធនឹងគ្នាឆាប់នេះនោះជារឿងធម្មតាទេប៉ុន្តែព្រលឹងរបស់នាងស្រែកតវ៉ាពីខាងក្នុងព្រឹត្តិការណ៍នេះកំពុងតែវិវត្តលឿនពេកហើយ
ពិធីភ្ជាប់ពាក្យនឹងការថោកជាសាធារណៈខ្ញុំមិនដែលនឹកស្មានថាអ្វីៗនឹងដំណើរការដោយរលូនគួរឲ្យសង្ស័យបែបនេះទេខណៈដែលនាងកំពុងលង់លក់ក្នុងសមុទ្រនៃគំនិតខ្សែនៃភាពស្ងៀមងាត់ត្រូវបានកាត់ផ្ដាច់ដោយការប្រកាសដ៏ស្ងប់ស្ងាត់និងគួរឲ្យតក់ស្លុតមួយថាហើយយប់នេះនាងត្រូវមកកេណ្ឌនៅក្នុងដំណាក់របស់ខ្ញុំឈាមក្នុងខ្លួនរបស់នាងហាក់ដូចជាកក់ហើយនាងបើកភ្នែកធំៗដោយភាពស្រឡាំងកាំងហាបេះដូងរបស់នាងចាប់ផ្ដើមលោតញាប់ខណៈដែលនាងរអ៊ូដាក់ខ្លួនឯងនេះវាលឿនពេកហើយតើគាត់ចង់មានន័យថាចាប់ផ្ដើមពីយប់នេះភ្លាមឡូរុនបានលើសំឡេងទាបពន្យល់ដោយមើងម៉ាត់ដែលមិនអាចប្រកែកបានយោងតាមប្រពៃណីដ៏យូរលង់គូស្វាមីភរិយាត្រូវចំណាយពេលមួយយប់ជាមួយគ្នាមុនពិធីភ្ជាប់ពាក្យតានាងមានការជំទាស់ទេមិនយន់ព្រមឬណាតាលីងាកមុខចេញដោយភាកខ្មាស់អៀនទៅមើលខាងទៀតហើយខ្សឹបដោយសំឡេងខ្សោយថាទេខ្ញុំមិនមានការជំទុះទេបន្ទាប់មកនាងក៏ឱនក្បាលចុះដោយការចុះចាញ់និងអារម្មណ៍មិនអស់ចិត្តដោយគិតថាមិននឹកស្មានថាគាត់នឹងសម្រេចរឿងនេះយ៉ាងរហ័សបែបនេះសោះប៉ុន្តែក្នុងនាមជាគូដណ្ដឹងរបស់អធិរាជខ្ញុំគ្មានជំរើសអ្វីក្រៅពីការគោរពតាមបញ្ជានោះឡើយមិនយូរប៉ុន្មានភាពងងឹតនៃរាត្រីបានចូលមកដល់នៅក្នុងដំណាក់ដ៏ប្រណិតរបស់ឡូរុនអធិរាជបានយាងចូលទៅហើយណាតាលីក៏ដើរតាមពីក្រោយដោយជំហានយឺតនិងស្តាក់ស្ទើរខណៈដែលនាងកំពុងសម្លឹងមើលជុំវិញបន្ទប់ដោយការភ្ញាក់អាវនិងចង់ដឹងចង់ឃើញស្រាប់តែគាត់ងាកមកនាងភ្លាមហើយពោលឡើងថាតោះចាប់ផ្ដើមឥឡូវនេះនាងភ្ញាក់ព្រឿតដោយពាក្យសម្ដីរបស់គាត់ហើយឆ្លើយតបដោយញាប់ញ័រចាម្ចាស់បងបន្ទាប់មកនាងក៏ទាញភួយយ៉ាងលឿនហើយទៅអង្គុយលឹងលឺគ្រែខណៈដែលគំនិតច្របូកច្របល់កំពុងវិលវល់ក្នុងក្បាលគ្រែនេះធំសម្បើមណាស់ខ្ញុំស្មានថាខ្ញុំនឹងត្រូវទៅគេងនៅបន្ទប់ភ្ញៀវឯណោះទេប៉ុន្តែឥឡូវនេះខ្ញុំត្រូវបង្ខំចិត្តចំណាយពេលមួយយប់ជាមួយព្រះអង្គម្ចាស់ឡូរុនតាំងពីថ្ងៃដំបូងមិនទាន់ទាំងគិតចប់ផងឡូរុនក៏ឡើងមកលើគ្រែហើយទម្រាតខ្លួននៅក្បែរនាងយ៉ាងស្ងប់ស្ងាត់នាងចាប់ផ្ដើមលួចសម្លឹងមើលផ្ទៃមុខដ៏សង្ហារបស់គាត់ហើយវាយតម្លៃស្ថានភាពនៅក្នុងចិត្តថាមុខរបស់ព្រះចៅអធិរាជឡូរិននៅចិត្តខ្លាំងណាស់តើឲ្យខ្ញុំបិទភ្នែកគេងលក់ក្នុងស្ថានភាពបែបនេះបានយ៉ាងដូចម្តេចទៅតើគាត់លងលួបបាត់ទៅហើយឃីងឆ្ងល់ណាស់ថាតើគាត់ធ្លាប់ទម្លាប់ចែករំលែកគ្រែជាមួយស្ត្រីដែលជាបេក្ខភាពរៀបការដែរឬទេនាងព្យាយាមបណ្ដេញគំនិតទាំងនោះចេញឈួតមែនឈប់គិតរឿងឥតប្រយោជន៍ទៅខ្ញុំគួរតែរាប់ជាមវិញល្អជាងជាម1ជាម2យូរណាស់មកហើយដែលខ្ញុំមិនបានកេងក្បែរនរណាម្នាក់តាំងពីម៉ាក់ចាក់ជេនទៅភាពឯកាគឺជាដៃគូតែមួយគត់របស់ខ្ញុំនៅលើគ្រែភ្លាមនោះនៅក្នុងភាពកក់ក្ដៅនៃក្តីបារម្ភហាក់ដូចជានាងកំពុងយល់សប្តិអាក្រក់នាងមានអារម្មណ៍ថាមានដៃដ៏ទន់ភ្លន់មួយកំពុងអង្អែលក្បាលរបស់នាងនិងសំឡេងដ៏កក់ក្ដៅមួយបានខ្សឹបលួងលោមថាព្រះជាម្ចាស់អើយនាងហាក់ដូចជាគេងមិនលក់សោះកុំបារម្ភអីគ្រប់យ៉ាងនឹងល្អប្រសើរទេណាតាលីខ្សឹបដោយក្តីនឹករលឹកថាម៉ាក់ក្នុងពេលនោះដែរខណៈដែលគាត់កំពុងសម្លឹងមើលនាងដោយកែវភ្នែកដ៏មុតស្រួតឡូរុនបានវិភាគស្ថានភាពដោយភាពត្រជាក់ថាដោយការរំពឹងទុកផែនការកំពុងដំណើរការយ៉ាងល្អឥតខ្ចោះខ្ញុំត្រូវតែពន្លឿនការរៀបចំពិធីភ្ជាប់ពាក្យទោះបីជាត្រូវចំណាយតម្លៃខ្ពស់ប៉ុណ្ណាក៏ដោយខ្ញុំនឹងដកយកធម៌ពលដែលលាក់កំបាំងនៅក្នុងខ្លួនស្ត្រីម្នាក់នេះមកឲ្យបានភ្លាមនោះទឹកភ្នែកថ្លាដោយគ្រីស្តាល់មួយតំណបានហូរចុះពីកន្ទុយភ្នែករបស់ណាតាលី
ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនិងឆ្ងល់ដោយការចង់ដឹងថាទឹកភ្នែកនោះ តើវាអាចទៅរស់ទេដែលសំបីតែក្តីទុកព្រួយរបស់នាងក៏លាក់បាំងអាថាកំបាំងដែរគាត់បានយកចុងម្រាមដៃទៅត្រង់ទឹកភ្នែកនោះមុនពេលវាធ្លាក់ចុះ បន្ទាប់មកគាត់បានយកវាទៅប៉ះនឹងបបោមាត់ថ្នមធ្វើឲ្យកែវភ្នែករបស់គាត់បើកធំដោយភាពតក់ស្លុតហើយរអ៊ូថាមិនអាចទៅរួចទេខ្ញុំមិនដែលនឹកស្មានថានាងមានថាមពលដ៏មហិមាដល់ថ្នាក់នេះសោះ នៅពេលដែលពន្លឺនៃព្រឹកថ្ងៃថ្មីបានមកដល់ណាតាលីបានបើកភ្នែកឡើងហើយស្ទុះក្រោកដោយភាពផិតភ័យ នាងអង្គុយចុះទាំងបេះដូងលោតញាប់តើខ្ញុំពិតជាបានគេងលក់មែនឬខ្ញុំស្មានថាខ្ញុំនឹងគេងមិនលក់ពេញមួយយប់ប៉ុន្តែខ្ញុំបែរជាលងលក់យ៉ាងស្កប់ស្កល់ដោយមិនដឹងខ្លួន ចុះព្រះអង្គម្ចាស់ Lauren ទ្រង់ភ្ញាក់មុនគ្លឿងឬខ្ញុំត្រូវតែក្រោកឡើងជាបន្ទាន់នាងស្រាប់តែឮសំឡេងជំហានជើងតើជាគាត់មែនទេប៉ុន្តែគ្រាន់តែនាងឈានជើងចុះពីគ្រែភ្លាម Livio បានសម្រុកចូលក្នុងបន្ទប់យ៉ាងក្លាហានហើយស្រែកខ្លាំងៗថាឆាប់ភ្ញាក់ឡើងនាងកប់នៅមួយកន្លែងខណៈដែលញើសត្រជាក់ចាប់ដងហូរចេញពីថ្ងាស នាងសួរដោយការភ្ញាក់អោលថា Livio ក្មេងប្រុសនោះប្រកាសដោយការប្រកួតប្រជែងនឹងកែវភ្នែកមុតស្រួយថាកុំគិតថានាងនឹងក្លាយជាម៉ាក់របស់ពួកយើងបានយ៉ាងងាយស្រួលឡើយសោះ Render ជ្រួញចិញ្ចាំហើយបញ្ចេញសំឡេងចំអកជាសញ្ញានៃការបដិសេធ Livio បន្តនិយាយយ៉ាងម៉ឺងម៉ាត់ថាមានកិច្ចការជាច្រើនដែលនាងត្រូវបំពេញមុនពិធីភ្ជាប់ពាក្យមកដល់ Natalie តក់ស្លុតហើយឈរធឹងនៅមួយកន្លែងនាងនិយាយទៅកាន់ខ្លួនឯងដោយក្តីបារម្ភថាតើគេចាប់ផ្ដើមសាក់លបងខ្ញុំតាំងពីពេលនេះទៅហើយឬ នាងសម្លឹងមើល Livio និង Rinder ដោយភាពច្របូកច្របល់ ហើយជ្រួញចិញ្ចើមដោយភាពតានតឹងព្រះអើយតើខ្ញុំត្រូវដោះស្រាយស្ថានភាពនេះដោយរបៀបណាទៅ Livio បានប្រកាសដោយទឹកដិមសំឡេងយ៉ាងមិនអាចប្រកែកបានថាពួកយ៉ាងនឹងចូលរួមក្នុងពិធីភ្ជាប់ពាក្យនោះដែរនាងសួរដោយការព្រួយបារម្ភនិងភ័យខ្លាចថាប៉ុន្តែចុះបើ Rinder ស្រែកយំកណ្ដាលពិធីដ៏អធិកអធមនោះតើធ្វើដូចម្ដេចទៅគេរំលឹកនាងដោយសំឡេងខ្លាំងៗនិងការប្រកួតប្រជែងថាលើកមុននាងបានលួនគេឲ្យស្ងាត់ដោយប្រើស្លឹកឈើប៉ុន្តែនៅក្នុងសាលពិធីនាងនឹងមិនមានរបបបែបនោះទេគេសម្លឹងមើលនាងក្នុងន័យសាក់លបងតើនាងអាចធ្វើឲ្យគេឈប់យំដោយមិនប្រើឧបករណ៍ជំនួយបានទេនាងបែកញើសហើយរអ៊ូដោយរអាក់រអួលគឺខ្ញុំ Livio កាត់សម្ដីនាងដោយភាពម៉ឺងម៉ាត់និងភាពកែតសាហាវបែបកូនក្មេងថាខ្ញុំមិនអាចទទួលយកមនុស្សដែលធ្វើឲ្យគេយំគ្រាន់តែបីគេនោះមកធ្វើជាម៉ាក់បានទេប្រសិនបើមានរឿងបែបនេះកើតឡើងនៅក្នុងពិធីវានឹងក្លាយជាការអាម៉ាស់ដល់ប្រវត្តិសាស្ត្រនៃត្រកូល Wendigo ជាមិនខាន Natalie ដាក់ភ្នែកចុះដោយភាពសោកសៅហើយនិយាយទៅកាន់ខ្លួនឯងដោយការអស់សង្ឃឹមថាខ្ញុំមិនរំពឹងថាពួកគេនឹងទទួលយកខ្ញុំភ្លាមៗនោះទេប៉ុន្តែវាច្បាស់ណាស់ថាបេះដូងរបស់ពួកគេនៅតែបិទជិតចំពោះខ្ញុំបន្ទាប់មកនាងចាប់ផ្ដើមគិតដោយភាពច្របូតច្របល់និងភ័យព្រួយតើខ្ញុំអាចទៅពិធីភ្ជាប់ពាក្យបានទេបើខ្ញុំអាចពោលក្មេងតូច Rinder ដោយមិនឲ្យគេយំសំបីមួយតំណោកនាងបោះសម្ដីប្រកួតប្រជែងយ៉ាងក្លាហាន Livio យល់ព្រមភ្លាមប៉ុន្តែការភ័យខ្លាចកំពុងស៊ីកកេតបេះដូងនាងព្រោះនេះជាបេសកកម្មដ៏លំបាកហើយពេលវេលាកំពុងដើរលឿនដូចព្យុះនាងហៅឈ្មោះក្មេងតូចដោយសំឡេងញឹកញ័រគេក៏ញញឹមដាច់យ៉ាងគួរឲ្យស្រឡាញ់ប៉ុន្តែពេលណាតាលៀលូកដៃទៅរកហើយនិយាយថាមកឲ្យខ្ញុំពួរម៉ាសុខចិត្តទេស្នាមញញឹមលើមុខក្មេងក៏រលាយបាត់ខ្លួនគេញ័រចម្ព្រឹតដូចបានឃើញបិសាចកំណែតភ្នែកគេបើកធំដោយក្តីរន្ធត់ហើយភ្លាមនោះគេក៏ស្រែកយំយ៉ាងខ្លាំងបំបែកភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ឲ្យខ្ចាត់ខ្ចាយ Livio មិនតកឱកាសឲ្យកន្លងផុតគេក៏និយាយដឿដងថា
เนียงគ្មានសមត្ថភាពសូម្បីតែចូលចិត្តគេផងពាក្យនេះមុតដូចកាន់បិទមុខរបស់នាងស្លេកស្លាំងដោយការអាម៉ានេះគឺជាមហន្តរាយហើយបើភ្ជាប់ពាក្យរួចតើនាងត្រូវធ្វើជាម៉ែគេយ៉ាងម៉េចទៅ បើនៅតែបែបនេះខ្ញុំនឹងក្លាយជាអ្នកដតីនៅក្នុងផ្ទះនេះហើយគ្មានថ្ងៃក្លាយជាគ្រួសារគេឡើយភ្លាមនោះ នាងនឹកឃើញដល់ភាពកក់ក្ដៅរបស់ម្ដាយដែលចែកឋានទៅគឺការផ្ដល់ក្តីស្រឡាញ់តាមរយៈការប៉ះដ៏សាមញ្ញណាតាលីកូនចូលចិត្តបែបនេះមែនទេ សំឡេងរបស់ម្ដាយផ្ដល់កម្លាំងចិត្តឲ្យនាងត្រូវហើយនេះជាអ្វីដែលក្មេងត្រូវការនាងអង្គុយចុះស្មើនឹងក្មេងហើយលូកដៃទៅរកយឺតនិយាយដោយសំឡេងទន់ភ្លន់បំផុត Rindert សុំមួយផ្លេតបានទេហាក់ដូចជាមានរស្មីនៃភាពកក់ក្ដៅហ៊ុំព័ទ្ធជុំវិញនាងក្មេងតូចហាក់ដឹងពីចិត្តស្មោះរបស់នាងគេក៏មិនថយក្រោយឡើយ នាងដាក់ដៃថ្នមលើថ្ងាសរបស់គេសម្ផស្សដ៏អស្ចារ្យធ្វើឲ្យការភ័យខ្លាចរលាយបាត់ហើយសំឡេងសើចក្អាកក្អាយក៏អន្លឺឡើងមិនបងអង្គយូនាងក៏ពោគេជាប់នឹងដើមទ្រូងហើយហៅឈ្មោះគេយ៉ាងសប្បាយរីករាយហាក់ដូចជាពួកគេស្និទ្ធស្នាលគ្នាជាយូរមកហើយ ណាតាលីយ៉ាសម្លឹងទៅលីវីអូដោយភាពជោគជ័យហើយនិយាយថាខ្ញុំធ្វើបានហើយឃើញទេ នាងងាកលីវីអូក៏ងាកមុខចេញហើយនិយាយដោយទឹកមុខស្មើធេងថាប្រហែលជាឆាប់ទៅ យើងត្រូវទៅរៀបចំខ្លួនគេដើរចេញពីបន្ទប់យ៉ាងលឿនដូចជាកំពុងគេចពីការទទួលស្គាល់ជ័យជំនះរបស់នាងទុកឲ្យណាតាលីឈរធ្ងន់ទាំងអារម្មណ៍ច្របូកច្របល់ទីបំផុតពេលដែលរងចាំបានមកដល់ថ្ងៃភ្ជាប់ពាក្យនៃជោគវាសនា នាងដើរចូលមកដោយជំហានមិនប្រកបប្រជាដៃក្តាប់ទ្រូងខ្លួនឯងយ៉ាងណែន បេះដូងនាងលោតដូចគេវាស្គរលឺរនក៏សម្គាល់ឃើញភាពភ័យខ្លាចនោះក៏សួរដោយការយកចិត្តទុកដាក់កើតអីនាងខ្លាចមែនទេ នាងងាកទៅរកគេហើយសារភាពត្រង់ថាពិតមែនហើយព្រោះនេះជាពេលដែលពិភពលោកនឹងដឹងថាខ្ញុំជាផ្នែកមួយនៃជីវិតលោកជាផ្លូវការគេតបវិញដោយសំឡេងដែលពោរពេញដោយអំណាចនិងភាពជឿជាក់គុំបារម្ភអីនៅទីនេះគ្មានអ្នកណាហ៊ានជំទាស់នឹងការសម្រេចចិត្តរបស់ខ្ញុំឡើយខ្ញុំជាម្ចាស់នៃទីនេះហើយសម្ដីខ្ញុំគឺជាច្បាប់ណាតាលីស្ងាត់ស្ងៀមនាងដឹងច្បាស់ថាអំណាចរបស់គេគឺជាក្តារខៀនការពារនាងយ៉ាងរឹងមាំក្នុងចិត្តនាងជឿជាក់ថាមិនថាអ្នកដទៃគិតយ៉ាងណាឲ្យតែគេប្រកាសហើយយើងនឹងក្លាយជាគ្រួសារតែមួយទោះបីជាមានអ្នកមិនពេញចិត្តក៏ដោយប៉ុន្តែក្តីបារម្ភមួយទៀតក៏លេចឡើងបញ្ហាមិនមែនជាអ្នកក្រៅទេប៉ុន្តែគឺការយកឈ្នះចិត្តក្មេងៗនេះទើបជាការប្រយុទ្ធពិតប្រាកដ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីក្លាយជាម្ដាយដ៏ល្អម្នាក់លឺរុនស្ដាប់សម្ដីនាងទាំងភ្ញាក់ផ្អើលគេមិននឹកស្មានថានាងមានការតាំងចិត្តដល់ថ្នាក់នេះគួរឲ្យសរសើរណាស់បើអញ្ចឹងយើងក៏ត្រូវបំពេញតួនាទីជាប្តីប្រពន្ធឲ្យបានល្អឥតខ្យល់ដែរណាថាលីឆ្លើយយល់ព្រមភ្លាមថាចាពិតមែនហើយប៉ុន្តែមួយពព្រិចភ្នែកក្រោយមកខ្លួននាងត្រជាក់ដូចទឹកកកព្រោះទើបតែយល់នៃពិតនាងសួរទាំងសំណេងញ័រថាតួនាទីលោកចង់មានន័យថាយប់សំកំណេកឬគេបិទភ្នែកហើយឆ្លើយយ៉ាងត្រជាក់បំផុតមែនហើយវាមិនមែនជារឿងធម្មតាទេឬសម្រាប់ប្តីប្រពន្ធនាងបើកភ្នែកធំសឹងតែលលាតក្បាលផ្ទុះចេញមកក្រៅរឿងធម្មតាខ្ញុំស្មានថានេះគ្រាន់តែជាការភ្ជាប់ពាក្យក្លែងក្លាយតនាងស្រែកក្នុងចិត្តស្មានថាយើងគ្រាន់តែសម្ដែងខ្ញុំគិតតែរឿងក្មេងៗ
ភ្លេចគិតពីគ្រោះថ្នាក់ដ៏ធំចំពោះខ្លួនឯងតើខ្ញុំអាចគេចផុតពីកណ្ដាប់ដៃគេបានដោយរបៀបណា តើខ្ញុំគួរធ្វើម៉េចទៅកំពុងតែភ័យស្លន់ស្លោលីរុនស្រាប់តែងាកមកសម្លឹងនាងហាក់ដូចជាដឹងចិត្ត ខ្សែភ្នែកដ៏មុតស្រួចរបស់គេបានចាក់ទម្លុះដល់ប្រលឹងនាងហាក់ដូចជាគេអាចអានចិត្តនាងធ្លុះអស់ទៅហើយវេលាចេះតែកន្លងផុតទៅពិធីកាន់តែជិតចប់ណាថាលីនៅតែឈរញ័រខ្លួនព្រោះតែភាពភ័យខ្លាចចំពោះរាត្រីនេះ ទិដ្ឋភាពនៅចំពោះមុខពិតជាអស្ចារ្យទីបំផុតនាងខ្លាយជាគូដណ្ដឹងរបស់ឌុកលីរុនហើយប៉ុន្តែតម្លៃដែលត្រូវបង់គឺធ្ងន់ធ្ងរណាស់ លោកអាចារ្យបន្លឺសំឡេងកាត់ផ្ដាច់ការកាត់របស់នាងដល់ពេលហើយសូមចាប់ផ្ដើមពិធីសច្ចាប្រណិធាន ភាពស្ងប់ស្ងាត់គ្រូបដណ្ដប់ពេញសាលភ្ញៀវទាំងអស់នាំគ្នាទប់ដង្ហើមរង់ចាំមើលពេលវេលាដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ ណាថាលីមានអារម្មណ៍ថាធ្ងន់អំរាយខ្លាំងណាស់ភាពប្រណិតនៃពិធីនេះកាន់តែធ្វើឲ្យស្ថានភាពមើលទៅគួរឲ្យខ្លាច លីរុនដាក់ដៃលើគម្ពីរហើយស្បត់ដោយសំឡេងដ៏មានអំណាចថានៅចំពោះមុខអាទិទេពខ្ញុំសូមកទួលណាថាលីជាភរិយា ខណៈដែលគេកំពុងស្បត់យ៉ាងម៉ឺងម៉ាត់នាងបែរជាលិចលង់ក្នុងពាក្យសម្ដីដ៏គួរឲ្យខ្លាចរបស់គេអំពីតួនាទីជាប្រពន្ធ មុនពេលចប់ពិធីយើងនឹងបំពេញកាតព្វកិច្ចគ្រប់យ៉ាងមិនថាអូនមានអារម្មណ៍បែបណានេះគឺជាវាសនាដែលមិនអាចគេចបាន គេមានអ្នកបន្តតំណែងរួចហើយប៉ុន្តែការបង្កើតកូនជាមួយខ្ញុំហាក់ដូចជាបទបញ្ជាដាច់ខាតមួយចឹង ញល់ហើយខ្ញុំកំពុងតែធ្លាក់ក្នុងអន្ទាក់ហើយភ្លាមនោះសំឡេងលោកអាចារ្យបន្លឺឡើងដូចរន្ទះបាញ់ចំកណ្ដាលក្បាលសូមកូនទាំងពីរថើបគ្នាដើម្បីបញ្ជាក់ពីចំណងស្នេហ៍ដ៏អស់កល្ប នាងភ្ញាក់ព្រឺតមុខឡើងក្រហមដោយផ្លែប៉ោមទុំ នាងអោនមុខចុះដោយក្តីខ្មាស់អៀនដឹងច្បាស់ថាចាប់ពីពេលនេះទៅជីវិតនាងបានផ្លាស់ប្ដូរហើយមិនអាចថយក្រោយបានទេ ព្រះហស្ថរបស់អធិរាជឡូរ៉នដាក់លើស្មារបស់ណាតាលីយ៉ាយ៉ាងធ្ងន់ហាក់ដូចជាកំពុងផ្ទុកនៅទម្ងន់នៃជោគវាសនាថ្មីមួយទ្រង់ប្រកាសប្រាប់ពិភពលោកដោយភាពម៉ឺងម៉ាត់ថាស្នាមថើបនេះគឺជាត្រាពេជ្រ បញ្ជាក់ពីតំណែងដ៏ខ្ពង់ខ្ពស់របស់នាងនៅក្នុងបេះដូងទ្រង់ផ្ទៃមុខរបស់ណាតាលីឡើងក្រហមព្រោះភាពអៀនខ្មាស់ណែត្ររបស់នាងបើកធំធំសម្លឹងមើលទ្រង់ដោយក្តីស្រឡាំងកាំង ខណៈបេះដូងនាងលួចខ្សឹបប្រាប់ប្រលឹងខ្លួនឯងថាខ្ញុំមិនដែលនឹកស្មានសោះថាខ្យល់ព្យុះនៃវាសនានឹងបក់នាំខ្ញុំមកដល់ចំណុចកំពូលបែបនេះគ្រាន់តែសំឡេងក្នុងចិត្តរលាយបាត់ទ្រង់ក៏អោនកាយមកចិត្តនាងយ៉ាងយឺតលួចយកស្នាមថើបដ៏ទន់ភ្លន់ពីនាងដើម្បីក្លាយជាកិច្ចសន្យាដ៏ស័ក្តិសិទ្ធិនៅចំពោះមុខពួកអាទិទេពនិងភ្ញៀវកិត្តិយសទាំងអស់ក្នុងសាលដ៏អធិកអធមនេះកណ្ដាលការភ្ញាក់ផ្អើលរបស់អ្នករាល់គ្នា ណាតាលីយ៉ាស្រែកក្នុងចិត្តទាំងមិនជឿភ្នែកខ្លួនឯងសំបីតែខ្ញុំក៏មិននឹកស្មានថាទ្រង់ហ៊ានធ្វើដល់ថ្នាក់នេះដែរ ភ្លាមនោះអធិរាជបំបែកភាពស្ងៀមស្ងាត់ដោយសំណៅដ៏ម៉ឺងម៉ាត់ដែលមិនអាចបដិសេធបានតោះយើងការពារចក្រភពនេះទាំងអស់គ្នាពិធីរៀបអភិសេកកាន់តែខិតជិតមកដល់ហើយ ហើយយើងមិនអាចស្រមៃមើលវាសនានេះជាមួយស្ត្រីណាផ្សេងក្រៅពីនាងឡើយនាងអោនមុខចុះដោយក្តីអៀនព្រានថ្ពួលឡើងពណ៌កុលាបដោយផ្កាថ្មីរៀក មុននឹងតបទៅវិញទាំងភ្នែកភ័យភ័យចាទទួលបញ្ជាព្រះករុណាប៉ុន្តែបេះដូងនាងកំពុងស្រែកប្រាប់ការទឹកមួយទៀតថាកក់ក្ដៅអ្វីម្ល៉េះ ខ្ញុំមិនដែលគិតថានឹងមានអារម្មណ៍ជិតស្និទ្ធនឹងកក់ក្ដៅពីអធិរាជដល់កម្រិតនេះទេស្របពេលនោះសំឡេងប៊ូជីចាក៏បន្លឺឡើងពិតជាពិធីភ្ជាប់ពាក្យដ៏អស្ចារ្យសូមអាទិទេពប្រទានពរដល់អ្នកទាំងពីរ ត
The storytelling is gentle, sentimental, and full of emotion, without exception. ក្នុងចិត្តពោពេញដោយសំណួរហេតុអ្វីបានជាអភិពារនយោបាយដ៏ត្រជាក់នេះបែរជាមានអារម្មណ៍ជ្រាលថ្លាដូចជាគូព្រេងទៅវិញ ពេលរាត្រីបានមកដល់ទ្វារបន្ទប់ផ្សំដំណេកត្រូវបានបិទជិតគ្រាន់តែនាងឈានជើងចូលដល់ខាងក្នុងភ្លាម កែវភ្នែករបស់លីរុនប្រែជាជ្រៅទៅគេបន្លឺសំឡេងយ៉ាងទន់ភ្លន់ថាអូនប្រហែលជាហត់ហើយព្រោះត្រូវទទួលភ្ញៀវពេញមួយថ្ងៃ សូមអ្នកសម្រាប់ចុះគ្រាន់តែលឺបែបនេះណាថាលីឈោកយ៉ាងមួយសន្ទុះព្រោះតែក្តីរំភើបមុននឹងតបទៅវិញដោយការដឹងគុណថាអរព្រះគុណព្រះអង្គដែលទ្រង់យល់ពីខ្ញុំម្ចាស់ ប៉ុន្តែក្នុងចិត្តរបស់នាងចាប់ផ្ដើមមានព្យុះនៃការសង្ស័យបកដោយនាងគិតថាទ្រង់មានបន្ទូលអំពីកាតព្វកិច្ចប្តីប្រពន្ធប៉ុន្តែទោះបីជាខ្ញុំផ្ដល់កំណត់ដល់អ្នកបន្តរាជបល្ល័ង្កក៏ដោយ តើព្រះអង្គម្ចាស់លីវីអូមិនមែនជារាជទាយាទស្របច្បាប់ទេឬការមានបុត្រច្រើនគឺជាពរជ័យប៉ុន្តែតើវាអាចទៅរត់ទេដែលព្រះចៅអធិរាជកំពុងមានផែនការអវិសេកនៅពីក្រោយរឿងនេះ តើទ្រង់ចង់កំចាត់ខ្លងចោលក្រោយពេលដែលខ្លងអស់តួនាទីឬតើខ្លងគ្រាន់តែជាកូនអុកនៅលើក្តារដែលត្រូវគេបោះបង់ចោលนั่นទេ គំនិតរបស់ព្រះចៅអធិរាជគឺជាអត្ថាកំបាំងដ៏ខ្មៅងងឹតដែលមិនអាចមើលធ្លុះបានឡើយខណៈដែលនាងកំពុងព្យាយាមពន្លត់ភ្លើងនៃការសង្ស័យកែវភ្នែករបស់នាងក៏បានប៉ះនឹងខ្សែភ្នែកដ៏មុតស្រួចរបស់ឡូរុនហាក់បីដូចជាទ្រង់អាចអានចិត្តដ៏ច្របូកច្របល់របស់នាងបានយ៉ាងច្បាស់ទ្រង់បានចាប់ផ្ដើមសួរសំណួរដែលធ្វើឲ្យនាងភ្ញាក់ផ្អើលអំពីស្រុកកំណើតថាចូលប្រាប់យើងអំពីដែនដី Flores មកមើល The storytelling style is gentle, sentimental, and full of emotion, without exception. រាងកាយរបស់នាងញ័រតិចតិចហើយបើកភ្នែកធំដោយការភ្ញាក់ផ្អើលមុននឹងតបដោយស្តាក់ស្ទើរថាចាព្រះអង្គព្រះចៅអធិរាជអោនព្រះភ័ក្ត្រចុះបន្តិចរួចសួរក្នុងន័យស្មានថាតើដែនដីនោះនៅតែរីកចម្រើនដែរឬទេ ភាពស្រពន់មិនទាន់បានប៉ះពាល់ដល់ទីនោះទេមែនឬអត់នាងបានឆ្លើយតបបញ្ជាក់ដោយសំឡេងញ័រថាចានោះគឺជាការប៉ែតហើយក្រាបទូល វាស្រែនឹងទិន្នផលរបស់ពួកយើងតែងតែសម្បូរហូរហៀជានិច្ចទ្រង់បានធ្វើឲ្យនាងភ្ញាក់ផ្អើលជាថ្មីដោយតបយ៉ាងរហ័សថានោះគឺដោយសារតែរូបនាងប្រញាប់បដិសេធដោយភាពខ្មាស់អៀនថាទេវាមិនមែនបែបហ្នឹងទេម្ចាស់ជីវិត នាងសម្លឹងមើលទៅទ្រង់ដោយភាពតក់ស្លុតខណៈដែលខួរក្បាលកំពុងវិលវល់ជាមួយនឹងសំណួរថាតើវាអាចទៅរួចដែរទេឡែអធិរាជឡូរុនដ៏មានអំណាចខ្លាំងក្លា បែរជាមកខ្វល់ខ្វាយអំពីដែនដី Flores ដ៏តូចរបស់គ្រាមទៅវិញនាងមានអារម្មណ៍ថាខ្សែភ្នែករបស់ទ្រង់តាមសម្លឹងមើលនាងគ្រប់ពេលហាក់ដូចជានាងគឺជាល្បែងអាថាកំបាំងដែលទ្រង់កំពុងព្យាយាមដោះស្រាយលោកព្រឹកថ្ងៃបន្ទាប់បានមកដល់ ភាពស្ងៀមស្ងាត់ដ៏ធ្ងន់អាប់បានគ្របដណ្ដប់លើតុអាហាររាជវង្សណាថាលីបានលួចសម្លឹងមើលទៅកាន់ព្រះអង្គទូចលីវីអូដោយកែវភ្នែកពោះពេញដោយក្តីសង្ឃឹម នាងបានរអ៊ូនៅក្នុងចិត្តថាខ្ញុំអាចយកឈ្នះចិត្តរបស់រីនឌឺតបានប៉ុន្តែចំពោះព្រះអង្គប្រចាស់តូចអង្គនេះហាក់បីដូចជាកំពុងសាងកំពែងតកកហុំព័ទ្ធជុំវិញខ្លួនដើម្បីការពារមិនឲ្យខ្ញុំចូលចិត្តបានឡើយនាងព្យាយាមវៃបំបែកភាពត្រជាក់ដោយស្នាមញញឹមដ៏ស្រស់ស្អាតរួចពោលថាតើផ្កាថ្ងៃនេះមិនស្រស់ស្អាតទេព្រះអង្គម្ចាស់លីវីអូ ប៉ុន្តែចម្លើយដែលទទួលបានគឺជាភាពស្ងៀមស្ងាត់ដ៏សានត្រជាក់លីវីអូធ្វើប្រងើយកន្តើយដាក់នាងយ៉ាងខ្លាំងរួចក្រោកចេញពីកៅអីក្នុងឥរិយាបថដ៏មើងម៉ាត់បែបយោធាហើយអោនក្បាលបន្តិច
ដោយការគោរពតាមទម្លាប់អរគុណសម្រាប់អាហារ បន្ទាប់មកទ្រង់ក៏បន្លឺឡើងយ៉ាងរឹងកំព្រឹសថាតោះទៅរៀនដឺតណាថាលីតក់ស្លុតយ៉ាងខ្លាំងចំពោះការមិនអើពើដ៏ខុសខើនេះនាងសម្លឹងមើលគេដើរចេញទាំងរលាចាត់រួចខ្សឹបប្រាប់ខ្លួនឯងថាទ្រង់មិនខ្វល់ពីវត្តមានរបស់ខ្ញុំសូម្បីតែបន្តិច ប៉ុន្តែបន្ទាប់ពីដើរបានប៉ុន្មានជំហានព្រះអង្គម្ចាស់តូចក៏ឈប់ភ្លាមហើយងាកមកវិញជាមួយនឹងទឹកមុខត្រជាក់ដូចទឹកកករួចពោលថាសូមអង្វរឈប់សម្ដែងធ្វើជាម្ដាយដ៏ល្អទៀតទៅព្រោះខ្ញុំមិនទាន់ទទួលស្គាល់អ្នកជាម្ដាយរបស់ខ្ញុំទេហើយខ្ញុំក៏នឹងមិនមានថ្ងៃទទួលស្គាល់អ្នកដែរពាក្យសម្ដីទាំងនេះបានវាយប្រហារចំបេះដូងរបស់ណាថាលីដូចជាការវាយដោយរំពាត់យ៉ាងដំណំការឈឺចាប់បានរឹតបន្តឹងទ្រូងរបស់នាងឯស្ទើរតែថប់ដង្ហើមភាពសោកសៅដ៏ក្រៀមក្រំបានសាយភាយពេញរាងកាយហើយនាងគ្មានកម្លាំងអ្វីក្រៅពីហៅឈ្មោះរបស់គេក្នុងភាពស្ងៀមស្ងាត់ដ៏អស់សង្ឃឹមនៅពេលនោះលីវីអូបានលាតដៃទាំងមិនខ្វល់ខ្វាយបញ្ជាឲ្យអ្នកបម្រើចាក់ចេញរួចក៏សម្លឹងមើលមកណាថាលីយ៉ាងមុតស្រួយពីចំហៀងជាក្រសែភ្នែកដែលពោពេញទៅដោយការមើលងាយដោយចេតនាធ្វើឲ្យនាងកក់ជើងនៅនឹងកន្លែងដោយសារតែការតក់ស្លុតសូម្បីតែរិនដឺត The storytelling is gentle, sentimental, and full of emotion, without exception. ក៏ងាកមកមើលនាងដោយកែវភ្នែកដ៏ស្មោះត្រង់មួយផ្លែតមុនពេលដែលទ្វារដ៏ធ្ងន់ត្រូវបានបិទជិតញាក់ពួកគីជិនវិគ្នាជារៀងរហូតណាថាលីសម្លឹងមើលទ្វារដែលបិទជិតនោះទាំងគ្មានវិញ្ញាណរួចពោលទាំងបាក់ទឹកចិត្តថាព្រះរាជបុត្រអង្គតូចបានចាកចេញទៅហាក់បីដូចជាកំពុងរត់គេចពីអ្វីមួយយ៉ាងដូច្នោះដែររីឯទ្រង់លូរ៉ាំងវិញទ្រង់គ្រាន់តែក្លុកកែវស្រាក្រហមក្នុងដៃថ្នមដោយទឹកមុខស្មោះត្រង់គួរឲ្យខ្លាចរួចបន្លឺឡើងយ៉ាងត្រជាក់ថាគុំទៅខ្វល់ពីគេអីគេមិនមែនជាអ្នកកំណត់វាសនារបស់នាងនោះទេ ណាតាលីយ៉ាប្រញាប់ឆ្លើយតបក្នុងចិត្តទាំងភ័យព្រួយថាឃីមដឹងរឿងនឹងច្បាស់ណាស់ តែមូលហេតុដែលខ្ញុំខ្វល់គឺព្រោះខ្ញុំចង់រស់នៅដោយសុខសាន្តជាមួយគ្នាប៉ុណ្ណោះភ្លាមនោះឡូរ៉ង់ក៏ងាកទៅសួរជំនួយការរបស់ខ្លួនដោយមើងម៉ាត់ថាតើកាលវិភាគរបស់លីវីអូថ្ងៃនេះមានអ្វីខ្លះ បរោះសក់ពណ៌ប្រាក់ឆ្លើយតបព្រាមថាគឺការសិក្សាអំពីប្រវត្តិសាស្ត្រចក្រភពក្រាបទូលព្រះចៅអធិរាជជូតព្រះអស់ដោយកន្សែងយ៉ាងថ្លៃថ្នូររួចបញ្ជាដោយសំឡេងទាបតែបង្កប់ដោយអំណាចថាដាស់តឿនគេរឿងកំហុំពីមុនផងចងចាំថាអារម្មណ៍ទួលខ្លួនគឺជាថ្នាំពុលសម្រាប់អធិរាជនៃអនាគតជំនួយការទទួលព្រះរាជបញ្ជាក្រាបទូលឡូរ៉ាំងក្រោកឈររួចពោលថាតោះយិនទៅពាក្យសម្ដីដ៏ដាច់អហង្ការទាំងនេះធ្វើឲ្យណាតាលីយ៉ាលិចលង់ក្នុងភាពតក់ស្លុតដោយគិតទាំងរន្ធត់ថានេះពួកគេកំពុងដាក់សម្ពាធលើក្មេងតូចម្នាក់យ៉ាងខូខាយបែបនេះឬពួកគេមិនមែនកំពុងចិញ្ចឹមកូនទេតែពួកគេកំពុងសាងសង់ម៉ាស៊ីនសម្រាប់មនុស្សគ្មានបេះដូងទៅវិញទេជំនួយការអោនក្បាលយ៉ាងគោរពរួចខ្សឹបដោយក្តីស្ម័គ្រស្មោះអ្វីនឹងធ្វើតាមប្រតិយរបស់ទ្រង់ព្រះចៅអធិរាជរួចគេក៏បន្លឺសំឡេងយ៉ាងមើងម៉ាត់យាងទៅចោះក្រាបទូលក្តីបារម្ភបានរឹតបន្តឹងបេះដូងរបស់ណាតាលីយ៉ានាងដឹងច្បាស់ថាការហ្វឹកហាត់ដ៏ខូខៅដើម្បីក្លាយជាអធិរាជបានចាប់ផ្ដើមលេបត្របាក់ក្មេងប្រុសនោះហើយលីវីអូគឺជាអធិរាជនៃអនាគតឬគួរអស់សំណើចណាស់បើមានអ្នកស្នងរាជហើយតើទ្រង់នៅត្រូវការអ្នកស្នងតំណែងពីខ្ញុំធ្វើអ្វីទៀតតើវត្តមានរបស់ព្រះអង្គម្ចាស់លីវីអូក្នុងនាមជាអ្នកស្នងមរតកស្របច្បាប់នៅមិនទាន់គ្រប់គ្រាន់ទៀតឬហេតុអ្វីក៏នៅតែស្វែងរកអ្នកស្នងម្នាក់ទៀតខ្ញុំធ្លាប់គិតថាបើខ្ញុំបរាជ័យក្នុងនាមជាគូដណ្ដឹង
ខ្ញុំនឹងត្រឡប់ទៅធ្វើជាអ្នកថែសួនវិញប៉ុន្តែនេះมันមិនជាពេលមកគិតរឿងនេះទេស្រាប់តែមានសំឡេងដ៏ស្ងប់ស្ងាត់មួយបានកាត់ផ្ដាច់ខ្សែគំនិតដ៏វឹកវររបស់ខ្ញុំអ្នកនាង Lady Natalia ខ្ញុំងាកទៅមើលក៏ប្រទះនឹងបុរសសក់ពណ៌ប្រាក់ដែលមានឫកពារឹងមាំម្នាក់នោះខ្ញុំឧទានតិចៗដោយភ្ញាក់អោលគឺគាត់បុរសដែលនៅក្បែរអធិរាជម្នាក់នោះគាត់ឱនក្បាលយ៉ាងសមរម្យរួចណែនាំខ្លួនថាខ្ញុំឈ្មោះអូសជាអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់ឡូរ៉ង់និងជាគ្រូបង្ហាត់បច្ចុប្បន្នរបស់ព្រះអង្គចាស់លីវីអូខ្ញុំបើកភ្នែកធំដោយការភ្ញាក់ផ្អើលពិតមែនឬលោកគឺជាគ្រូរបស់ព្រះអង្គម្ចាស់គាត់សើចតិចហាក់ដូចជាអាចមើលឃើញធ្លុះចិត្តរបស់ខ្ញុំគាត់ពោលយ៉ាងឆ្លាតវៃថាភាពត្រជាក់កក់របស់ព្រះអង្គម្ចាស់លីវីអូប្រកាសជាធ្វើឲ្យអ្នកនាងតក់ស្លុតហើយមើលទៅខ្ញុំឆ្លើយទាំងញញើតថាចាបន្តិចដែរការចងចាំអំពីកែវភ្នែកដ៏មុតស្រួចនន់ពាក្យសម្ដីដ៏ចាក់ដោតនោះក៏ត្រឡប់មកវិញគុំគិតថាពួកយើងស្និទ្ធស្នាលឲ្យសោះហើយគុំមកនិយាយរកយើងទៀតកែវភ្នែករបស់គេពោពេញទៅដោយការគំរាមកំហែងគណៈដែលយើងកំពុងដើរលោកអូក៏ចាប់ដើមរៀបរាប់ពីអតីតកាលដ៏ឈឺចាប់របស់ព្រះអង្គម្ចាស់ទូចតាំងពីទ្រង់បាត់បង់ព្រះមេត្តាទៅលីវីអូបានរែកពន្លនៃពិភពលោកទាំងមូលលើស្មារបស់គេដោយលះបង់ជីវិតដើម្បីតែការពារប្អូនប្រុសតែមួយគត់គេត្រូវបានគេលួចយកកុមារភាពទៅបាត់ហើយដូច្នេះបេះដូងរបស់គេក៏ប្រែជារឹងកំព្រឹសពាក្យទាំងនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យចចាមអារ៉ាំដ៏គួរឲ្យខ្លាចទាំងនោះគេល្បីថាអធិរាជបានប្រហារជីវិតអតីតមហេសីដែលជាមាតារបស់អ្នកស្នងរាជតើវាអាចជាការពិតដែរឬទេហាក់ដូចជាអូសអាចអានចិត្តរបស់ខ្លួនបានគាត់ប្រញាប់បកស្រាយការពារចៅហ្វាយរបស់ខ្លួនដោយសំឡេងដាច់ណាត់ព្រះជាម្ចាស់អើយនោះសុទ្ធតែជាពាក្យកុហកបោកប្រាស់មាតារបស់លីវីអូមិនត្រូវបានប្រហារជីវិតឡើយទ្រង់គឺជាជនរងគ្រោះនៃពាក្យចចាមអារ៉ាមដ៏ពិសិដ្ឋប៉ុណ្ណោះខ្ញុំដកដង្ហើមធំដោយធូរទ្រូងរួចសួរថាពិតមែនឬគាត់ក៏បន្ថយសំឡេងរួចលាតត្រដាងអាចកំបាំងដ៏ក្រៀមក្រំនៅពីក្រោយសោកនាដកម្មនោះសុខភាពរបស់ព្រះនាងទន់ខ្សោយខ្លាំងណាស់ហើយទ្រង់ក៏បានសោយទីវង្គតភ្លាមបន្ទាប់ពីប្រសូតព្រះអង្គម្ចាស់ Randy ពិធីបុណ្យសពដ៏ស្ងប់ស្ងាត់បានคล้ายជាចំណៃនៃពាក្យចចាមអារ៉ាមប៉ុន្តែលីវីអូគ្រាន់តែជាក្មេងប្រុសដ៏កំសត់ម្នាក់ដែលនឹករកម្ដាយតែប៉ុណ្ណោះនៅពេលក្មេងម្នាក់បាត់បង់ម្ដាយការបាក់បោរបស់គេគឺជាការស្រែករកជំនួយដោយការឈឺចាប់គេឯកាខ្លាំងណាស់ប៉ុន្តែគេព្យាយាមធ្វើរឹងមាំបន្ទាប់មកគាត់សួរខ្ញុំភ្លាមដោយក្រសាយភ្នែកពិនិត្យពិច័យអ្នកនាងណាតាលីយ៉ាតើអ្នកនាងមានបេះដូងទូលាយសម្រាប់ក្មេងៗដែរឬទេសំណួរដ៏កម្រោះកម្រើយនេះធ្វើឲ្យខ្ញុំផាន់ភាំងខ្ញុំគិតថាការស្រឡាញ់ក្មេងគឺជារឿងធម្មជាតិរបស់មនុស្សស្រីមិនចឹងឬគាត់សម្លឹងមកខ្ញុំដោយមានន័យខ្ញុំគ្រាន់តែឆ្ងល់ព្រោះការចុះសម្រុងជាមួយលីវីអូជារឿងចាំបាច់តើក្នុងកិច្ចសន្យាអាពាហ៍ពិពាហ៍មិនបានចែងទេឬខ្ញុំឆ្លើយទាំងរអាក់រអួលអត់បានចែងទេពាក្យសម្ដីរបស់អធិរាជឡូរ៉ង់ក៏បន្លឺឡើងក្នុងក្បាលខ្ញុំម្ដងទៀតគ្រាន់តែធ្វើមិនដឹងមិនលឺទៅគេមិនមែនជាអ្នកកំណត់វាសនារបស់នាងទេវាពិតជាពាក្យសម្ដីដ៏ខូខើពីឪពុកម្នាក់ទៅកាន់កូនប្រុសក្រោយភាពស្ងៀមស្ងាត់មួយសន្ទុះអូក៏បង្ហាញការងឿងឆ្ងល់ថាហេតុអ្វីបានជាអធិរាជជ្រើសរើសខ្ញុំធ្វើជាមហេសីខ្ញុំស្លុតចិត្តនឹងភាពត្រង់របស់គាត់តើអ្នកនៅទីនេះទាំងអស់គ្នាសុទ្ធតែមិនពេញចិត្តនឹងវត្តមានខ្ញុំឬទាំងក្មេងទាំងមនុស្សចាស់ប៉ុន្តែខ្ញុំប្រមូលស្មារតីមកវិញហើយប្រកាសយ៉ាងមុតមមថាខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីរបស់ខ្ញុំគាត់ញញឹមដោយពេញចិត្តនេះហើយជាចម្លើយដែលខ្ញុំចង់ឮ
ប៉ុន្តែនៅក្នុងជំរៅចិត្តរបស់ខ្ញុំការភ័យខ្លាចកំពុងតែរឹតបន្តឹងបេះដូងខ្ញុំបិទភ្នែកហើយបួនស្រន់ថាខ្ញុំមិនចង់បញ្ចប់ជីវិតដោយសារតែពាក្យចចាមអារម្មណ៍ឬការក្បត់សម្ងាត់នៅក្នុងវាំងនេះទេមិនយូរប៉ុន្មាននៅតាមច្រករបៀងនៃព្រះរាជវាំងខ្ញុំសង្កេតឃើញភាពច្របូកច្របល់និងការភ័យស្លន់ស្លោក្នុងចំណោមពួកអ្នកបម្រើភាពចង់ដឹងគ្របដណ្ដប់អារម្មណ៍ខ្ញុំតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាវឹកវរបែបនេះខ្ញុំលាន់មាត់ខ្លាំងចិត្តខ្ញុំក្រឡេកឃើញព្រះអង្គម្ចាស់លីវីអូនៅកណ្ដាលនៃភាពវឹកវរនោះខ្ញុំក៏ប្រញាប់ស្ទុះទៅរកគេព្រះអង្គម្ចាស់មានរឿងអ្វីកើតឡើងហ្នឹងគេងាកមកខ្ញុំដោយមុខស្លេកស្លាំងកែវភ្នែករេមករោគអ្វីមួយយ៉ាងរួចឆ្លើយដោយសំឡេងញ័រថារ៉េនឌីតបាត់ខ្លួនហើយខ្ញុំឧទានដោយរន្ធត់បាត់ខ្លួនបាត់ដោយរបៀបណាប៉ុន្តែលីវីអូមិនខ្វល់នឹងខំទេគេបាយទៅបញ្ចេញកំហឹងដាក់អ្នកបម្រើដែលទទួលខុសត្រូវវាជាកំហុសរបស់នាងហេតុអ្វីបានជាបណ្ដោយឲ្យគេបាត់ពីក្រសែភ្នែកបែបនេះអ្នកបម្រើនោះបានត្រឹមតែសំទោសទាំងខ្លួនញ័រចម្ប្រាំដោយក្តីភ័យខ្លាចព្រះអង្គអើយលើកលែងទោសឲ្យខ្ញុំម្ចាស់ផងនេះជាកំហុសខ្ញុំម្ចាស់ខ្ញុំក៏ប្រញាប់ចូលទៅកាត់ដើម្បីសួរនាំពីដើមហេតុនៃរឿងដ៏ធំមួយនេះអ្នកបម្រើស្រីនិយាយទាំងទឹកភ្នែកក្រហាមថាខ្ញុំម្ចាស់បានទទួលសម្បត្តិពីទ្រង់ឲ្យនាំរ៉េនឌីតទៅបន្ទប់របស់ទ្រង់ផ្ទាល់តែម្ដងលីវីអូចង់ចិញ្ចើមហើយស្រែកឡើងថាមិនអាចទៅរួចទេខ្ញុំមិនបានផ្ញើអ្វីទៅសោះហើយរ៉េនឌីតមិនបែរមករំខានពេលខ្ញុំរៀនទេខ្ញុំសួរទាំងបារម្ភថាតើឃើញគេលើកចុងក្រោយនៅពេលណាពួកយើងមិនមានពេលច្រើនទេណាអ្នកបម្រើប្រតំដៃគ្នាទាំងអស់សង្ឃឹមតាំងពីព្រឹកមកម្លេះខ្ញុំបានប្រគល់គេទៅឲ្យអ្នកបម្រើម្នាក់ទៀតមុនពេលចូលរៀនដូចរាល់ដងមើលទៅមានអ្នកបន្លំខ្លួនជាអ្នកបម្រើហើយមកនាំខ្លួនគេចេញទៅហើយគ្មាននរណាដឹងពីអត្តសញ្ញាណពិតរបស់នាងទេតើអាចទៅរួចបានយ៉ាងម៉េចវាមាននេះមានការការពារតឹងរ៉ាំងណាស់អ្នកកៅមិនអាចចូលបានឡើយស្ថានភាពកាន់តែតានតឹងឡើងហើយលីវីអូស្រែកទាំងកំហឹងថានេះជាការក្បត់ពីផ្ទៃក្នុងប្រកាសជាមានជនក្បត់នៅក្នុងចំណោមអ្នកបម្រើមិនខានខ្ញុំបានប្រមូលមនុស្សមកអស់ហើយប៉ុន្តែនៅតែរកមិនឃើញសោះពេលនោះហើយដែលការពិតបានវាយប្រហារខួរក្បាលខ្ញុំដូចរន្ទះបាញ់ព្រះជាម្ចាស់អើយនេះមិនមែនជាការលេងបិទពួនធម្មតាទេតែជាការចាប់ចម្រិតដែលមានគម្រោងច្បាស់លាស់លីវីអូកំពុងតែភ័យស្លន់ស្លោខ្លាំងណាស់មុខរបស់នាងបានដកជាប់ក្នុងការចងចាំរបស់ខ្ញុំយ៉ាងច្បាស់នេះជាអ្វីដែលគេនឹកឃើញទាំងក្តីបារម្ភលាយឡំនឹងភាពភ័យខ្លាចពេលនោះគេកំពុងពក់គូនប្រុសទូចរៀនដឺតនៅក្នុងដៃអ្នកបម្រើស្រីដើរចូលមករួចអោនគោរពយ៉ាងសុភាពខ្ញុំមកទទួលលោកប្រុសតូចរៀនដឺតហើយគេក៏ញញឹមយ៉ាងស្លូតបូតរួចប្រាប់ប្អូនថាធ្វើជាក្មេងល្អហើយរងចាំបងនៅទីនេះណារៀនឌីតងក់ក្បាលយ៉ាងស្ដាប់បង្គាប់បាទតែពេលនាងរុញទ្វារចេញស្នាមញញឹមដ៏ត្រជាក់ក៏លេចឡើងលើបបូរមាត់ហើយនាងរអ៊ូថាសូមអនុញ្ញាតនៅក្បែរនោះលោកគ្រូចំណាស់ខ្សឹបទាំងលក្ខគំនិតអាក្រក់លោកប្រុសលីវីអូ This story is gentle, sentimental, and full of emotion, without exception. ពេលវេលាបានមកដល់ហើយលីវីអូធ្វើតាមបញ្ជាភ្លាមៗដោយតបយ៉ាងម៉ឺងម៉ាត់បាទខ្ញុំត្រៀមខ្លួនរួចរាល់ហើយបុរសនោះអោនគោរពទាំងក្លែងក្លាយរួចស្នើថាអញ្ចឹងឲ្យលោកប្រុសតូចរងចាំនៅបន្ទប់ខាងនោះដូចរាល់ដងចុះគ្រាន់តែឃើញសញ្ញាភ្លាមអ្នកបម្រើក៏ប្រញាប់ទាញដៃរិនឌិតចិនទៅបាក់ស្រំហាំខណៈដែលលីវីអូកំពុងរៀបរាប់រឿងរ៉ាវនេះឡើងវិញ The story is gentle, sentimental, and full of emotion, without exception. ភ្នែករបស់ណាតាលី
จังปลือในการส่องใสเพลี่ยมเนียงซัวกัดโลกลิวิโอจูเปลเจนกรายขมีแนะเยี่ยมตึงเริงเตหรือเกก็ตอบได้สำเร็งจื้อเจียเมียนตาปุเนะเยี่ยมชอเยี่ยมโดกเจกอมแปงแดกในกรุ๊ปจรอกทเวียเนียงยกใดดักกรอมจุงกาเฮยจับดังวิเพียกสถานกาโดยแนะเสิร์ฟอังเกตดอจำเนียงบอกึดทารินเดิดเต้าแบกเกจับจำเร็ดโนเมียนในทาจนละเมอมันตอนเจงปีวีเมียนอุไลเต้แมนเต้ลีวิโอเงียหมกมือเนียงหักโดยเชียพยักเครื่องเปิดตรำใจห้อยปูดเนะเยี่ยมนั่งมันอ้อยสมใบตาสระมอดมวยจันได้ขมิ้นกาอนุญาตลอยก็ได้สังคมบ้านชาบแช่หลังเวนขนมกระแสพเนกระบอกเกนิ่งในเย่ได้สำเร็จเมืองหมักจึงยิงจับเดิมตามประมาณเพลียมเตอเกตอบวิ่งได้ตำลุกจัดก้มบารำยิงเตยเตรกรินเดิดไอคืนตัวเตยบอมทลายได้เอาไว้ก็ดอยใช้เชกรุบกังแรงตัวอักเนี่ยล้างตะลือดมบูแล้วนี่เน็บมอมราสอกขมาวนึ่งเน็บเซงเตียดชลายตัวบัญชีปรมคเนียสำเร็จก็กลายวีเมียนตัวบัญชีโกเกะบอมใบคเนียดุรุนเตะดาไม่สไฟรบกรุบจอกละหอนาตาเลียเงียแต่เมอลีวิโอเขินกาเนยฮอตสังกตงุนเลสมาระบอกเกแบะดงเนียงก็ชื่อจับหอยระอูคังจัดเกเมอเตอหะโดยชีกำปองรับรองตกเศร้ากระเบาพิภพโลกแตงมูลเต็มในแองกร้อยเพียบสงิมสงัดดอทงนลิวิโอมเลือบมุกนิยีโดยสำเลียงยอปลวกกระได้กำหอเบอร์เมียนเรื่องอักระกาดลางเลือรินเดิดนุคือชีบาบกรรมระบอกขี้นมลูกไม้บานประดำมุนเปียกอดจากเจงถ้ากาเปียจะกระพบหนึ่งกาเปียบโอนโปรคือชีวิสนาได้คิงมันอาจเกกบานเนียงเชอสดับเกกระไดอันเนตบานโฮโจยเป่งแบดดงเนียงฮาวชโมเกติกติกโลกลีวีโอเนียงกึดขนมจัดเตียงสาวกาเปิดไตเกกรอนตาเจคเมงตูดมาแนกปะเนาะตุกใบเจเกพี่เยี่ยมรึงมอมก็ได้ตั้งปีมาได้แจกทานตื้อเกต่อสู้ตายมาแนกแองดำใบเพื่อเจแคกาเพียบออนเนียงพี่เยี่ยมลงโลมอย่างตนพลนนี่มันแมนเจกำหบระบโลกแต่มาแนกแองที่ลีวิโอไต่เกสไรกลางเพลียมพเนกเชสันเทาโดยการชื่อจับเต้เวียเตียกำหบระบอกขยมเนียงกัดสำใดเกอย่างเลื่อนหนังสมอตรองขยมก็จองกาเปียเนะตั้งปีได้เกตอบวิ่งอย่างหมดสรุยเตียงใดเนียงมันดังเอาไว้ซาปีผู้ยืนจังหรือเนียงบิดหมดเก็ดมวยสันโตรุ่ยชลายตอบโดยเพียบเมืองมัดเป็ดเมนหอยปันตาพเนกปีแตงมือเคยจะบาจึงพเนกมวยหอยใดปีแตงคลันจึงใดมวยตาเวียมันเฟอเอาลูกมีอารมณ์เกาะกระไดจึงมนเตรือขยมมันเฮียนตังคลวนชีมาได้เต้ปันใต้ขนงเนียมจีสมาจึกครูซามันเนะขยมจ้องคลายจีบังอายสำหรับโลกเปียกสำได้ดอสมอตรองโนเปรียบโดจีตึกตรเจกสโรยเลกบาเฟอเอาลีวิโอแกงสเงียมสำหลังมือเนียงแตงสระลังกังขนมเปลไอเกกำปงพลึกสมาระไดนาตาเลียกระเลกเคยเอาไว้มวยเลอะเอิดคือสระตอบก้ามวยเนียงเรือเวียล้างเพลียมหักโดดเจียเมนรุนเตะบันโจขนมขวกบาลชุบเส้นตัวใบเจมันเมียนกากำเนาะเปลเจนกราวก็ได้แต่บะเนะตะตูลขดเตาบัญชีออยปโดกาลวิเพกหนูปุเนะเยี่ยมจะบาเจถวยตามโดยเมียนกาสังไซเตาเทแผนกเนียงบากทมโดยคดีรุนทดบ้านเจงแมนยังกำปงประนังประแจงจมวยเปลเวเลียให้ลีวิโอสำเลังเมินเนียงเตียงมันยลฮะเฮ็ดเอาไว้ตรวยประหยับมาแล้วนาตาลานิยัยดอยสำเลียงได้ขาดเมียเนทาเยื่อเนื้อมีนออกัดดำใบสตักเพลาปวกมุนเปหัวเปลนิยัยจับมันตวนพอดไปมอดเนียงก็เตียงไดเก้รถสำดาวเตอส่วนจะบาลีวิโอใส่สัวเตียงฮอตเฮ็ดเอาไว้เตอส่วนจะบาไว้ขนายเนียงโจงจึงจอมโจคเนียนิเยดาวสำเลงทุนหนึ่งกรุกถนัก
ลูกลีวิโอយើងមកដល់ទាន់ពេលហើយសំឡេងមួយបានលាន់ឡើងតិចៗលោកគ្រូចំណាស់និងញាក់បំរាញាក់ក្រោយយ៉ាងលឿនដោយភាពភ័យស្លន់ស្លោឈាមក្នុងខ្លួនពួកគេហាក់កក់ពេលឃើញលីវីអូឈរនៅទីនោះលីវីអូស្រែកហៅប្អូនប្រុសអស់ទំហឹងរិនដាត តាកែចុងចិញ្ចោមចូលឃ្លាភ្លាម ព្យាយាមលាក់ការភ័យខ្លាចឲ្យរអ៊ូថាមានរឿងអីបានជាលោឡាមលេះភ្នែករបស់ណាតាលីប្រែជាត្រជាក់ដោយទឹកកកនាងខ្សឹបប្រាប់ខ្លួនឯងខ្ញុំគិតមិនខុសទេសភាវគតិរបស់ខ្ញុំមិនដែលខុសពួកពីរនៅបិទបាំងក្នុងផ្ទះតាំងពីដើមមកគឺតាគ្រូនេះសោះតាកែប្រញាប់ងាកទឹកសឹបទាំងតក់ស្លុតឆាប់រត់ទៅកូនឆៅឆ្លើយចារួចរុនរទេះជិនទៅយ៉ាងលឿនពេលឃើញពួកវាព្យាយាមគេចខ្លួនលីវីអូស្រែកឡើងដោយសត្វព្រៃដែលកំពុងរបួសតែកុំអោយពួកវាគេចរួចតាមចាប់ពួកវាឲ្យបានពេលពួកវាទៅជិតដល់ខ្លងទ្វារតាកែធ្វើចិត្តត្រជាក់ហើយបញ្ជាញាក់យាមដោយអំណាចបើកទ្វារទៅខ្ញុំនាំលោកប្រុសតូចទៅដើរលេងលីវីអូស្រែកទាំងកំហិនឈប់សិនគាត់កំពុងតែកុហកទេញើសត្រជាក់ហូរចេញពីតាកែតែគាត់នៅតែញញឹមបែបឌឺដំទាំងពីសពុលអូលោកលីវីអូហៅរឿងនេះថាកុហកឬពិតជាក្មេងមិនដឹងអីមែនលីវីអូមិនខ្វល់នឹងសម្ដីនោះគេស្ទុះទៅមុខលឿនដោយក្របព្រួនជំហានជើងធ្ងន់ធ្ងន់ក៏ក្រោកដីព្រមទាំងស្រែកថាគុំសង្ឃឹមណាតាលីព្យាយាមខាត់ព្រោះបារម្ភលោកលីវីអូប្រយ័ត្នខ្លួនផងតែគេមិនលឺអ្វីទាំងអស់ភ្នែករបស់គេសម្លឹងតែបួនប្រុសប៉ុណ្ណោះហើយក្នុងមួយប៉ព្រិចភ្នែកគេឆក់យកកទេសពីដៃអ្នកបម្រើមកវិញយ៉ាងខ្លាំងគ្រាន់តែឃើញមុខបងប្រុសភ្លៀងរិនដេតក៏យំអបសំឡេងខ្លាំងៗព្រោះភាពភ័យខ្លាចលីវីអូលើកប្អូនពួរហើយអោបជាប់ដើមទ្រូងយ៉ាងណែនសំឡេងគេញ័រដោយក្តីរន្ធត់កុំភ័យអីរិនដេតបងនៅទីនេះហើយគ្រប់យ៉ាងមិនអីទេទោះបីជាគេព្យាយាមលួងលោមយ៉ាងណាក៏សំឡេងយំរបស់ក្មេងតូចនៅតែមិនថមថយសោះ That storytelling is gentle, sentimental, and full of emotion, without exception. ណាតាលីដើរចូលទៅជិតហើយលាតដៃទាំងពីរប្រកបដោយភាពកក់ដៅលោកលីវីអូសូមឲ្យខ្ញុំជាអ្នកលួងគេចុះនាងខ្សឹបយ៉ាងទន់ភ្លន់គ្រាន់តែដៃនាងប៉ះថ្ងាសរ៉ៃនើភ្លាមបដិហារៈក៏កើតឡើងក្មេងប្រុសស្ងប់ស្ងប់ទៅវិញភ្លាមហាក់ដូចជាព្យុះកំណាចដែលរលាយបាត់ទៅអញ្ចឹងផ្ទុយពីនេះលោកកងតើកំពុងខំធ្មេញផ្លត់ក្រត់ដែលកំហឹងឆេះឈួរมันអាចលះបាំងភ្លើងគុំគួនរបស់ខ្លួនបានឡើយខណៈដែលលីវីអូវិញហាក់ដូចជាបានដកយកភ្នំដ៏ធ្ងន់ជាងពីទ្រូងគេដកដង្ហើមធំរួចប្រកាសដោយសំឡេងដាច់ណាត់មិនអាចប្រកាសបានថាខ្ញុំនឹងរាយការណ៍រឿងនេះទៅព្រះចៅអធិរាជជាបន្ទាន់ The storytelling style is gentle, sentimental, and full of emotion, without exception. អ្វីដែលចម្លែកនោះគឺតាចាស់នោះមិនញញើតសោះគេបែរជាបិទភ្នែកញញឹមយ៉ាងត្រជាក់រួចពោលថាហាជីវិតអញចប់ត្រឹមនេះហើយមែនទេពួកឯងគ្មានជំរឿអ្វីក្រៅពីប្រហារជីវិតអញទេពិតមែនទេចំពោះមុខសេចក្តីស្លាប់ដែលកំពុងរងចាំគេបែរជាស្ងប់ស្ងាត់គួរឲ្យខ្លាចណាតាលីយ៉ាគៀងនៅមួយកន្លែងដែលភាពតក់ស្លុតនាងគិតក្នុងចិត្តថាហេតុអ្វីគេចោះចាន់ងាយម្លេះសូម្បីតាអង្វរឲ្យរួចជីវិតមួយម៉ាត់ក៏គ្មានផងក្នុងសាលរាជវាំងបរិយាកាសតានតឹងស្ទើរថាប់ដង្ហើមជនក្បត់នោះលែងលាក់បាំងទៀតហើយគេសារភាពយ៉ាងគក្លៀននៅចំពោះមុខបន្លំថាមែនហើយគឺអញចង់ចាប់ខ្លួនរីនដឺ
ដោយអំណាចនៃឈាមខ្មៅតែមួយមុខគត់អញអាចដណ្ដើមរាជបន្ល័ង្កមាសនិងផ្លាស់ប្ដូរវាសនាពិភពលោកនេះបាន គ្រាន់តែឮបែបនេះព្រះនេតឡូរ៉ង់ក៏ឆេះសន្ធោសន្ថៅដោយកំហឹងអូរ៉ាសម្រាប់មនុស្សបានផ្ទុះចេញពីរាងកាយទ្រង់ស្រែកមួយទំហឹងធ្វើឲ្យរាជាវាងរង្គោះរង្គើណាតាលីភ័យញ័រខ្លួនព្រោះតែអំណាចដ៏គួរឲ្យខ្លាចនោះតែឧក្រិដ្ឋជនបែរជាសាទ្រង់គ្មានជំរើសអ្វីក្រៅពីសម្លាប់ពួកយួនចោលទេមែនទេបើពួកយើងប្រើធម៌ពលនោះដើម្បីកសាងអាណាចក្រប្រជែងនឹងទ្រង់វានឹងក្លាយជាមហន្តរាយមិនខានទ្រង់នឹងមិនស្តាក់ស្ទើរក្នុងការកំទេចពួកយួនចោលឡើយមែនដែរទេដោយមិនពព្រិចភ្នែកសំបីបន្តិចឡូរ៉ង់ក៏ប្រកាសសាលាក្រមដ៏ត្រជាក់របស់គេថាកាត់ក្បាលពួកវាចោលទៅបញ្ជានេះធ្លាក់មកដោយរន្ទះធ្វើឲ្យបេះដូងណាតាលីស្ទើរតែឈប់លោតនាងអោនក្បាលចុះព្រមទាំងគិតក្នុងចិត្តយ៉ាងជ្រៅថាធម្មពលដែលគេនិយាយនោះតើគេចង់សម្ដៅលើឈាមខ្មៅមែនទេខ្ញុំធ្លាប់ឮពាក្យចចាមអារាមពីភាពខុសខើរបស់អធិរាជតែមិននឹកស្មានថាដល់ថ្នាក់នេះសោះរឿងនេះវាលើសពីអ្វីដែលខ្ញុំបានឮទៅទៀតមែនទេមួយសន្ទុះក្រោយមកពេលដែលព្យុះភ្លៀងបានស្ងប់ទៅវិញពួកយើងក៏ដើរតាមច្រករបៀងនៃវិមានណាតាលីបំបីធៀបស្ងៀមស្ងាត់ដោយខ្សឹបថាថ្ងៃនេះហាក់ដូចជាវែងឆ្ងាយណាស់មែនទេប៉ុន្តែបេះដូងខ្ញុំសប្បាយរីករាយណាស់ដែលរ៉េនឌីមានសុវត្ថិភាពខណៈដែលព្រះអង្គម្ចាស់តូចកំពុងនិយាយលេងយ៉ាងសប្បាយរីករាយលីវីអូបែរជានៅស្ងៀមឈឹងហាក់កំពុងលិចលង់ក្នុងគំនិតណាតាលីសង្កេតឃើញគេភ្លឹកស្មារតីប៉ុន្តែស្រាប់តែអសវិនវ័យក្មេងរូបនោះបែរមកករកនាងជាមួយនឹងទឹកមុខខ្មាស់អៀនហើយនិយាយទាំងដឹងគុណថាអរគុណនាងណាស់ឃឹងពិតជាដឹងគុណខ្លាំងណាស់ដែលពួកយើងអាចការពាររ៉េនឌីតនិងទប់ស្កាត់ផែនការដ៏អាក្រក់នោះបានពាក្យសម្ដីដ៏សាមញ្ញទាំងនោះបានប៉ះចំជម្រៅបេះដូងរបស់នាងធ្វើឲ្យនាងហៅឈ្មោះគេដោយក្តីរំភើបលីវីអូសំណួរដ៏រីករាយមួយក៏លេខឡើងក្នុងចិត្តតើផ្ទាំងទឹកកករវាងពួកយើងចាប់ផ្ដើមរលាយហើយមែនទេលីវីអូមិននិយាយអ្វីច្រើនទេគេគ្រាន់តែតបយ៉ាងខ្លីថាតោះទៅរ៉េនដឺតញញឹមបិទមាត់មិនចិត្តរូតបោះជំហានយ៉ាងលឿនទៅរកកន្លែងសុវត្ថិភាពខណៈតែរាត្រីកាលចាប់ផ្ដើមចូលមកដល់ណាតាលីយ៉ាដកដង្ហើមធំបោះជំហានទៅកាន់បន្ទប់ទាំងអារម្មណ៍នឿយហត់ពីព្រឹត្តិការណ៍ថ្ងៃនេះរួចនាងក៏បើកទ្វារបន្លឺឡើងថាក្រាបទូលព្រះករុណាឡូរ៉ង់ខ្ញុំម្ចាស់ត្រឡប់មកវិញហើយប៉ុន្តែអ្វីដែលតបមកវិញមិនមែនជាសំឡេងទេគឺការកក់យ៉ាងខ្លាំងរហូតបំផ្លាញភាពស្ងប់ស្ងាត់ឈាមក្នុងខ្លួននាងហាក់កក់ភ្លាមពេលឃើញលោហិតក្រហមឆាន់ឆៅប្រឡាក់លើបបូរមាត់ត្រង់បេះដូងនាងធ្លាក់ដល់កែងជើងនាងស្ទុះទៅរកទ្រង់ទាំងផិតភ័យព្រះករុណាតើទ្រង់មិនអីទេឬមិនតន់ទាំងចាប់ប្រយោគផងទ្រង់ក៏ធ្វើឲ្យនាងភ្ញាក់អើលដោយចាប់ស្មារបស់នាងជាប់ទ្រង់ខាត់ចូលមកចិត្តរហូតដល់ដង្ហើមប៉ះគ្នាព្រះនេតដ៏ជ្រៅនឹងអាកប៉ាំងរបស់ទ្រង់សម្លឹងចំមកកែវភ្នែករបស់ណាតាឡាភាពស្ងៀមស្ងាត់និងកាយវិការចម្លែកនេះធ្វើឲ្យបេះដូងនាងឈឺចាប់និងភ័យខ្លាចគំនិតរាប់រយចាប់ផ្ដើមវាយប្រហារក្នុងខួរក្បាលរបស់នាងទ្រង់ក៏អកចេញឈាមសូម្បីតែឈរក៏ស្ទើរតែមិនរឹងដែរតើមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់ទ្រង់នាងលែងខ្វល់ពីអ្វីទាំងអស់ហើយបានត្រឹមតែសួរដោយសំឡេងញញថាសូមទ្រង់ប្រាប់ខ្ញុំមកតើទ្រង់ពិតជាមិនអីមែនទេភ្លាមនោះសំឡេងដ៏ស្អករបស់ទ្រង់បន្លឺឡើងហាក់ដូចជាកំពុងអង្វររកផ្លូវរស់សូមអង្វរថើបខ្ញុំមួយមកថើបនាងបើកភ្នែកធំទាំងតក់ស្លុតមុខឡើងក្រហមងាំងឈប់សិនយើងត្រូវការគ្រូពេទ្យជាបន្ទាន់ណាទ្រង់កាត់សម្ដីនាងយ៉ាងម៉ឺងម៉ាត់ឈប់និយាយទៅគ្មានពេលទេនាងសួរទាំងឆ្ងល់ហេតុអ្វីទ្រង់ប្រញាប់ម្លេះ
ตรงตอบเวงทาทอบคิมเอาแล้วนี้เพลียม នាងព្យាយាមបញ្យល់ព្រះករុណានេះមិនមែនជាពេលមកផ្អែមល្ហែមទេប៉ុន្តែទ្រង់សម្លឹងមកនាងដោយក្រសែភ្នែកពោពេញដោយកាយតាំងចិត្តនេះហើយជាពេលវេលាដ៏ត្រឹមត្រូវបំផុត ដោយសារតែហេតុផលនេះហើយទើបក្នុងទ្រឹការស្នាមថើបនៅពេលនេះ Natalia ឈរគាំងនឹងការទទួលរបស់ទ្រង់មីងលេបទឹកមាត់ទាំងបារម្ភហើយព្យាយាមយល់ពីស្ថានភាព Laurent ទ្រង់កំពុងតែហូរឈាមតែបែរជាទទួលចុងថោបទៅវិញប្រកាសជាមានអថាកំបាំងអ្វីនៅពីក្រោយរឿងនេះមិនខាន ស្ថានភាពលែងអាចប្រកែកបានហើយដោយមិនស្តាក់ស្ទើរនាងក៏ប្រឹងជំហរជើងហើយផ្ទិតស្នាមថប់ដ៏ទន់ល្មើយទៅលើបបោមករបស់ទ្រង់គ្រាន់តែនាងដកបបោមាត់ចេញភ្លាមឡូរ៉ង់ក៏ខ្សឹបតិចៗថាសុំទោស ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់អោននោះគឺឈាមបានឈប់ហូរយ៉ាងពិតប្រាកដ Natalia សម្លឹងមើលទ្រង់ទាំងមិនជឿនឹងភ្នែកឈប់កកហើយតើវាអាចទៅរួចទៅរបៀបណា ឡូរ៉ង់សម្លឹងមុខនាងយ៉ាងម៉ឺងម៉ាត់ហាក់ដូចជាទើបតែដឹងរឿងអ្វីមួយមើលទៅនាងពិតជាមិនដឹងអ្វីសោះមែនទេ